អាចនឹងជន់កម្មវិធីគ្នាជាមួយនឹងកម្មវិធីផ្សាយរបស់បងប្អូនដទៃទៀតក៏មិនដឹងប៉ុន្តែថ្ងៃនេះខ្ញុំឆ្លៀតមកជួបជាមួយប្រិមិត្តព្រោះមានប្រិមិត្តបានmessageមកសួរថាបាត់បង់តាំងប្រហែលថ្ងៃហ្នឹងអត់ឃើញផ្សាយចឹងក៏ឆ្លៀតមកជួបប្រិមិត្តនៅក្នុងប្រធានបទល្អៗប្រធានបទសំខាន់ដែលខ្ញុំគិតថាបងប្អូនយុវជនហើយនឹងអ្នកតាមដានព្រឹត្តិការណ៍នយោបាយហ្នឹងគួរតែមានពេលវេលាឬក៏អាចចូលរួមស្ដាប់ណាព្រោះវាគឺជារឿងសំខាន់របស់យើងទាំងអស់គ្នានៅកន្លងមកខ្ញុំនិយាយអំពីទស្សនៈទូទៅរបស់នយោបាយទស្សនៈទូទៅរបស់សេដ្ឋកិច្ចក៏ប៉ុន្តែនៅក្នុងរឿងទាំងអស់នោះថ្ងៃនេះខ្ញុំចង់ច្បិចយកតែចំណុចខ្លះសំខាន់គឺតាក់ទងជាមួយនឹងនយោបាយដដែលក៏ប៉ុន្តែនិយាយអំពីថាតើកម្ពុជានឹងអាចនឹងរួចផុតពីអន្តរគ្រោះថ្នាក់មួយនេះដោយវិធីណាហើយអ្វីខ្លះដែលជាអន្តរគ្រោះថ្នាក់ដែលអាចធ្វើឲ្យកម្ពុជាយើងនឹងធ្លាក់ចូលទៅក្នុងរណ្ដៅមហន្តរាយមួយណាបងប្អូនការពិតប្រទេសមួយណាប្រទេសជាតិមួយបើសិនជាវាដើរទៅរកដំណាក់កាលនៃការវិនិច្ឆ័យអន្តរាយវាមិនមែនកើតឡើងក្នុងពេលមួយប្រព្រឹត្តភ្នែកហើយក៏វាមិនមែនជាហេតុផលឬក៏ជាហេតុការណ៍ដែលអាចនឹងកើតឡើងធ្វើឲ្យប្រទេសជាតិយើងនឹងវិនិច្ឆ័យអន្តរាយនៅក្នុងពេល24ម៉ោងដែរប៉ុន្តែបើតាមរបបនយោបាយដែលកម្ពុជាយើងមានបច្ចុប្បន្ននេះណាសន្សំគឺកម្ពុជាយើងកំពុងតែដើរដំណើរទៅរកការបាត់បង់ទៅរកការវិនិច្ឆ័យអន្តរាយដែលខ្ញុំនិយាយនៅទីនេះគឺយើងបាត់បង់ជាតិសាសន៍បងប្អូនយើងអាចនឹងបាត់បង់ប្រទេសជាតិនិងអត្តសញ្ញាណរបស់ជាតិយើងដែលនៅក្នុងលទ្ធភាពនឹងវាអាចច្រើនខ្ញុំនិយាយចឹងបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំច្បាច់យករឿងមួយដែលតាក់ទងជាមួយនឹងតំបន់សម្បត្តិតាក់ទងជាមួយនឹងការគ្រប់គ្រងឬក៏ការកែប្រែច្បាប់ទាំងឡាយដែលអនុគ្រោះឬក៏តម្រូវឲ្យបរទេសនឹងមកកាន់កម្ពុជាបើទោះជាបងប្អូនឃើញថារាល់ថ្ងៃនេះឃើញរបបនយោបាយឃើញការដឹកនាំផ្ដាច់ការឃើញអំណាចនឹងប្រមូលផ្ដុំនៅក្នុងដៃរបស់តកូលហ៊ុនម៉ាណែតក៏ប៉ុន្តែបងប្អូនមើលតែក្នុងរូបភាពមួយថាវាគឺជាទស្សនវិជ្ជាសង្គមមួយដែលបងប្អូនគិតថានៅក្នុងលក្ខខណ្ឌរបៀបនេះបងប្អូនអាចនឹងសម្របសម្រួលអាចនឹងរស់នៅបានអាចនឹងគេហៅស្អីអាចនឹងលៃរកវិធីដើម្បីកំដរជាមួយនឹងលោកហ៊ុនសែននៅក្នុងដំណើរនយោបាយរបស់គាត់អញ្ចឹងណាប៉ុន្តែទោះជាយ៉ាងណាក៏ដោយតែខ្ញុំចង់និយាយថាយើងមិនមែននិយាយតែពីរឿងនយោបាយទេក៏ប៉ុន្តែយើងនិយាយអំពីថាតើជាតិយើងនឹងអាចរកវិធីឬក៏ការពារដើម្បីឲ្យប្រទេសយើងនឹងនៅគង់វង្សបានដោយរបៀបណាបងប្អូនចាំទេវិធីដែលគេលេបយើងបច្ចុប្បន្ននេះយើងអាចមើលឃើញថាផែនទីរបស់យើងនៅដដែលគឺផែនទីកម្ពុជាដែលមានផ្ទៃដីមួយលើ50,000សំទៅមួយលើដែល200,000ឬក៏មួយលើ100,000ឬក៏យើងហៅថាផ្ទៃដី181,035គីឡូម៉ែត្រកន្លះអីជាដើមឡើងផ្ទៃផែនទីរបស់យើងវានៅជារូបភាពផែនទីនឹងទេក៏ប៉ុន្តែបើសិនជាយើងនិយាយអំពីគេហៅថាលក្ខខណ្ឌនៃទឹកដីលក្ខខណ្ឌនៃដែនដីបូរណភាពនិងអធិបតេយ្យរបស់យើងជាពិសេសគឺយើងនិយាយអំពីពលរដ្ឋហើយនឹងអំណាចច្បាប់កន្លែងហ្នឹងបងប្អូនចឹងបងប្អូនអាចមានមតិយោបល់អីសរសេរមកខ្ញុំនឹងមើលបណ្ដាពីព្រោះខ្ញុំនិយាយអំពីដែនដីហើយនឹងអំណាចច្បាប់ជាពិសេសគឺពលរដ្ឋដែលខ្ញុំបានធ្វើការប្រៀបធៀបពីថ្ងៃមុនហើយថានៅក្នុងតំបន់ខ្លះណាប្រជាកររបស់ពលរដ្ឋយើងហ្នឹងមានកំណើនដល់ទៅ250%ជាងចង់និយាយទៅចឹងណាតាមតែនៅចាស់ខ្ញុំដូចជាមើលឃើញថា256%នៃកំណើនប្រជាករនៅក្នុងតំបន់ខ្លះជាពិសេសនៅក្នុងតំបន់សម្បត្តិដីសេដ្ឋកិច្ចពិសេសហ្នឹងដែលវាមានចំនួនច្រើនមកហេតុមានដែលយើងមិនអាចគណនាបានថាតើចំនួនដល់ច្រើនលើសលប់វាកើតឡើងមកពីណាវាបានមកពីណាហើយអ្នកណាជាអ្នកដែលចំណូលថ្មីសំដៅអ្នកណាដែលជាអ្នកចំណូលថ្មីមករស់នៅក្នុងតំបន់ទាំងអស់ហ្នឹងរឿងទី1ហើយរឿងទី2តើតើជាមួយនឹងទស្សនៈយើងហៅថាលក្ខខណ្ឌច្បាប់ដែលសម្របសម្រួលឲ្យមានការកាន់កាប់កម្មសិទ្ធិដីធ្លីរបៀបហ្នឹងមានការបញ្ចូលនៃគមជនមកយ៉ាងអនាធិបតេយ្យរបៀបហ្នឹងហើយនឹងអំណាចរដ្ឋបាលដែលគ្រប់គ្រងនៅក្នុងតំបន់ហ្នឹងរបៀបហ្នឹងទាំងអស់នោះគឺជារឿងរ៉ាវដែលយើងត្រូវតែយកចិត្តទុកដាក់បងប្អូនណាបើសិនជាយើងមើលដូចគ្រាន់តែថាតំបន់សម្បត្តិដីសេដ្ឋកិច្ចយើងមើលទៅវាដូចជាទូលំទូលាយពេកក៏ប៉ុន្តែបងប្អូនបានដឹងថាដីទាំងអស់ហ្នឹងគេបានលក់ដូរហើយដីទាំងអស់ហ្នឹងមានម្ចាស់ផ្សេងហើយដីទាំងអស់ហ្នឹងអ្នកគ្រប់គ្រងហ្នឹងមិនមែនជាជនជាតិខ្មែរតទៅទៀតទេដូច្នេះរឿងទាំងអស់នោះគឺជារឿងដែលយើងត្រូវចាប់ផ្ដើមគិតមិនមែននៅតែចំពោះតំបន់សម្បត្តិដីសេដ្ឋកិច្ចពិសេសគឺនៅក្នុងតំបន់នេះទូទាំងប្រទេសកម្ពុជាដំណើរនៃការគ្រប់គ្រងរបស់បរទេសនិយាយខ្លីទៅគឺរបស់យួនបានចូលមកកាន់កាប់បានចូលមកក្តោបក្តាប់បានចូលមកគេហៅស្អីមកធ្វើជាម្ចាស់កម្មសិទ្ធិចំនួនខ្មែរយើងហើយនេះខ្ញុំនិយាយអំពីដីខ្ញុំនិយាយអំពីអចលនទ្រព្យ
យើងអត់តនិយាយអំពីពាណិជ្ជកម្មយើងអត់តនិយាយអំពីឧស្សាហកម្មយើងអត់តនិយាយអំពីអំណាចរដ្ឋបាលដែលយួនគេកំពុងតែគ្រប់គ្រងមែនទេអានេះខ្ញុំគ្រាន់តែបង្ហើបដើម្បីឲ្យបងប្អូនទាំងអស់គ្នាយកទៅពិចារណាហើយនឹងខ្លាំងខ្លាយម្ដងទៀតថាយើងទាំងអស់គ្នាមិនមែននៅក្នុងស្ថានភាពសន្តិភាពដោយអ្វីដែលបងប្អូនគិតហ្នឹងទេវាគ្រាន់តែអត់មានស្នូវកំភ្លើងនៅក្នុងផ្ទះឬក៏នៅក្នុងភូមិឬក៏នៅក្នុងទីក្រុងរបស់យើងក៏ប៉ុន្មានក៏ប៉ុន្តែអំណាចនៃការឈ្លានពានសន្សំហ្នឹងបានមកដល់ហើយខ្ញុំយករឿងនេះមកនិយាយចង់និយាយថាការបាត់បង់ទឹកដីមិនចាំបាច់តតែផ្ទុះអាវុធមិនចាំបាច់តតែផ្ទុះសង្គ្រាមឬក៏មិនចាំបាច់តតែមានវត្តមាននៅលើកងទ័ពដើម្បីមកគ្រប់គ្រងទឹកដីយើងទេក៏ប៉ុន្តែទឹកដីយើងប្រទេសជាតិយើងវាអាចនឹងបាត់បង់តាមរយៈនៃការចូលទន្ទ្រានឈ្លានពានដោយសម្ងាត់ដូចខ្ញុំជម្រាបបងប្អូនខាងដើមចឹងគឺតាក់ទងជាមួយនឹងការគ្រប់គ្រងនៃកម្មសិទ្ធិអចលនទ្រព្យការគ្រប់គ្រងនៃកម្មសិទ្ធិដីធ្លីហើយនឹងការកាន់កាប់អំណាចច្បាប់នៅក្នុងរដ្ឋរបស់យើងចឹងណាគឺគេចាប់ផ្ដើមកែច្បាប់បន្តិចម្ដងជាពិសេសបងប្អូនទៅមើលច្បាប់សញ្ជាតិនេះមួយច្បាប់ភូមិបាលនេះពីរហើយនឹងច្បាប់តាក់ទងជាមួយនឹងការគ្រប់គ្រងពាណិជ្ជកម្មនេះ3បងប្អូនទៅមើលច្បាប់គឺគេចាប់ផ្ដើមលុយកែបន្តិចម្ដងមួយមាត្រាម្ដងមួយឆាប់ធ្វើម្ដងគេចាប់ផ្ដើមកែយើងអត់ដឹងខ្លួនទេបងប្អូនប្រជាពលរដ្ឋអត់បានដឹងខ្លួនអំពីវិសោធនកម្មច្បាប់ទាំងអស់ហ្នឹងដែលគេកំពុងតែតម្រូវតាំងពីការកែតម្រូវរបស់បងប្អូនធ្លាប់ឮរឿងគេធ្វើគេកែបន្តព្រំដែនគេកែកិច្ចព្រមព្រៀងគេកែស្អីគេកែស្អីកែលក្ខន្តិកៈនានាដូចជាការបោះបង្គោលព្រំដែនកំណត់ដែនអធិបតេយ្យអីជាដើមហ្នឹងគេមានកែក៏ប៉ុន្តែពួកយើងអត់ដឹងមែនទេបងប្អូនសូម្បីតែសង្គ្រាមប្រហែលថ្ងៃនេះដែលគេចូលកាន់កាប់ឬថាប្រហែល40ទីតាំងហើយនៅបណ្ដោយព្រំដែនខាងលិចហ្នឹងណាទាំងអស់នោះគឺវាជាប់តាក់ទិនជាមួយនឹងកិច្ចព្រមព្រៀងទាំងឡាយដែលយើងមើលអត់យល់ហើយយើងចិត្តស្ដាយបងប្អូនឃើញថាថៃចូលកាន់កាប់ជាង42ទីតាំងអញ្ចឹងក៏ប៉ុន្តែបងប្អូនអាចបានដឹងថាតែរបៀបនៃការកាត់ទឹកដីឬក៏ការសម្របសម្រួលបច្ចេកទេសដែលគេបានប្រកបផលប្រយោជន៍ឲ្យទៅប្រទេសដទៃដោយរបៀបណាបងប្អូនមើលអត់យល់ទេមែនទេដោយការន័យថានៅពេលដែលកំពុងតែបាញ់គ្នានៅលើសមរភូមិគេកំពុងតែចូលកាន់កាប់នៅលើភូមិសាស្ត្រឬក៏តំបន់ឬក៏ទីតាំងរបស់យើងបានធ្វើលក្ខខណ្ឌមួយឬក៏កំណត់កិច្ចព្រមព្រៀងមួយសូមឲ្យកងទ័ពនៅទីណានៅទីនោះឬក៏កងទ័ពនៅកន្លែងណានៅកន្លែងនោះអីចឹងទៅដូច្នេះបើយើងមើលនៅក្នុងលក្ខខណ្ឌមួយហាក់ដូចថាអានឹងគឺជាកិច្ចព្រមព្រៀងគ្នាដើម្បីចុះបាញ់គ្នាក៏ប៉ុន្តែតាមការពិតវាបានចោលដានឬក៏ចោលតម្រុយឲ្យយើងមើលឃើញថាបើកងទ័ពនៅកន្លែងណាសូមឲ្យនៅកន្លែងហ្នឹងរក្សានៅអ្វីដែលជាលក្ខខណ្ឌនៅពេលដែលកើតសង្គ្រាមនឹងដដែលក៏ប៉ុន្តែនៅពេលដែលយើងមើលបានយើងដឹងថានៅពេលដែលគេមកកាន់កាប់នៅប្រាសាទតាមាន់នៅពេលដែលគេមកកាន់កាប់នៅប្រាសាទតាកបីឬក៏នៅពេលដែលគេកាន់កាប់ប្រាសាទខ្នាឧទាហរណ៍អញ្ចឹងណាយើងអាចបានឲ្យគេត្រឡប់ទៅទីតាំងដើមវិញទៅគឺយើងឯកភាពគ្នាឲ្យកងទ័ពឈរជើងកន្លែងណាកាន់កាប់កន្លែងហ្នឹងអញ្ចឹងមានន័យថាទឹកដីដែលយើងបាត់បង់ទៅគឺយើងបានប្រកល់ឲ្យគេដោយស្វ័យប្រវត្តិហើយអានឹងជាលក្ខខណ្ឌមួយណាបងប្អូនខ្ញុំគ្រាន់តែថាយើងមកដើម្បីបង្ហាញឲ្យបងប្អូនយល់ថាបានឃើញអំពីទស្សនវិជ្ជាហ្នឹងអញ្ចឹងណាបងប្អូនអូខេជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយអំស្អីថ្ងៃនេះខ្ញុំឡាយតាំងព្រឹកដោយសារពេលល្ងាចនៅខាងបងប្អូនវាពេលព្រឹកខាងខ្ញុំហើយឥឡូវនេះវាពេលល្ងាចនៅខាងខ្ញុំអញ្ចឹងវាពេលព្រឹកនៅខាងបងប្អូនចឹងដោយសារខ្ញុំថ្ងៃខ្លះខ្ញុំមានធរៈទៅថ្ងៃខ្លះខ្ញុំទៅពេលព្រឹកឬក៏ពេលល្ងាចចឹងទៅខ្ញុំនឹងឃើញថាខ្ញុំអាចមានពេលមកជជែកលេងជាមួយបងប្អូនក៏មកអញ្ចឹងប្រហែលជាប្រិមិត្តខ្ញុំដែលធ្លាប់តាមដានហ្នឹងមិនបានមកជួបជុំគ្នាច្រើនទេឥឡូវខ្ញុំមើលចាខ្ញុំមើល comment បងប្អូនបដាដោយសារខ្ញុំសំខាន់ជាងគេខ្ញុំគ្រាន់តែចង់ចោះយករឿងដែលថាការបាត់បង់ទឹកដីយើងណាមិនមែនចាំបាច់តែកងទ័ពគេចូលមកទេណាការបាត់បង់ទឹកដីយើងគឺវាបាត់បង់នៅក្នុងលក្ខខណ្ឌច្បាប់លក្ខខណ្ឌដោយអ្វីដែលខ្ញុំនិយាយមិញអញ្ចឹងណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំយករឿងនេះមកនិយាយដើម្បីឲ្យបងប្អូនបង្វល់ការចាប់អារម្មណ៍បន្តិចពីព្រោះទីមួយរឿងច្បាប់ទីពីររឿងការគ្រប់គ្រងឬក៏ការផ្ទេរផ្ទួអញ្ចឹងណាវាបានទៅបរទេសមកគ្រប់គ្រងឬក៏ការគ្រប់គ្រងពាណិជ្ជកម្មអចលនទ្រព្យរឿងទាំងអស់នេះយើងមើលអត់យល់ទេណាបងប្អូនជួនកាលយើងមើលអត់យល់សូម្បីតែរាល់ថ្ងៃនេះបើតាមប្រិមិត្តខ្លះគាត់និយាយមកគាត់ថាតំបន់សម្បត្តិយើងគួរឈប់និយាយតែពីព្រោះតំបន់សម្បត្តិហ្នឹងរដ្ឋាភិបាលគេបានធ្វើនារីកឬក៏គេបានរំលាយកិច្ចសន្យាអីទាំងអស់ហ្នឹងហើយដូច្នេះយើងមិនមានជាប់តាក់ទិនជាមួយនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណអីនឹងតទៅទៀតទេប៉ុន្តែនោះគឺជាការដោះសារឬក៏ជាការធ្វើអត្ថាធិប្បាយណាក៏ប៉ុន្តែកងទ័ពយួនណាដែលកំពុងតែធ្វើជាកម្មករឬក៏ជាអ្នកដែលគ្រប់គ្រងនៅទីតាំងហ្នឹងណាគេនៅតែគ្រប់គ្រងទីតាំងដដែលដីរាប់លានហិកតានៅតែគេគ្រប់គ្រងដដែលជាកម្មសិទ្ធិរបស់គេដដែលចំការទុរេនចំការសាម៉ៅចំការកៅស៊ូចំការអ្វីគ្រប់យ៉ាងដែលជាតំបន់កសិឧស្សាហកម្មរបស់គេនៅដដែលដូច្នេះបើគ្រាន់តែថា
គេឈប់ធ្វើកិច្ចសហការពាណិជ្ជកម្មឬក៏ការអភិវឌ្ឍរួមគ្នាអីយ៉ាងណាហ្នឹងគេថាមែនក៏ប៉ុន្តែកិច្ចព្រមព្រៀងឬក៏កិច្ចសហប្រតិបត្តិការផ្សេងដែលមាននៅកម្រិតមូលដ្ឋានហ្នឹងវាមានធម្មតាហើយការគ្រប់គ្រងដីចំការឬក៏ដីកម្មសិទ្ធិទាំងអស់ហ្នឹងវានៅតែដែរដូច្នេះវាអត់មានរឿងអីចម្លែកទេចឹងពីធួនក៏សួរមកខ្ញុំចង់ឆ្លើយឲ្យសំណួរចឹងណាបងប្អូនខ្ញុំចង់សួរពីវិធីពីធួនក៏សួរមកថាតើយើងមានវិធីយ៉ាងណាដើម្បីរំដោះប្រទេសយើងសំណួរចឹងល្អពីព្រោះសំណួរហ្នឹងវាបង្កប់ទៅដោយបច្ចេកទេសប្រកបទៅដោយហេតុផលថាតើយើងគួរធ្វើយ៉ាងណាពីព្រោះខ្ញុំក៏លើកគេនិយាយច្រើនដែរបងប្អូនដែលធ្វើ live show ភាគច្រើនហ្នឹងគាត់គាត់យកព្រឹត្តិការណ៍ដែលកើតប្រចាំថ្ងៃដូចជាឥឡូវគេចាត់លេខាលើរឿងនេះហើយឥឡូវនេះគេបានទទួលផលប្រយោជន៍ឬក៏ថ្ងៃនេះមិនឃើញហ៊ុនសែនប្រកាសអំពីរឿងថាប្រើសន្ធិសញ្ញាដើម្បីទៅដោះស្រាយបញ្ហាព្រំដែនជាដើមអីយ៉ាងទៅគេនាំគ្នានិយាយអំពីរឿងហ្នឹងក៏ប៉ុន្តែយើងអាចបាននិយាយអំពីរឿងថាតើយើងធ្វើយ៉ាងណាដើម្បីទៅរំដោះប្រទេសបានតើយើងធ្វើយ៉ាងណាដើម្បីទៅបដូររំលំរបស់ហ៊ុនសែនចឹងណាបងប្អូនយើងអត់សូវគិតពីរឿងថាតើយើងត្រូវធ្វើអីគិតតែនិយាយតែពីរឿងហ៊ុនសែនខ្ញុំដឹងហ៊ុនសែនអាក្រក់ហ៊ុនសែនខូខើហ៊ុនសែនរំលោភសិទ្ធិមនុស្សហ៊ុនសែនធ្វើឲ្យជាតិវិនិច្ឆ័យអន្តរាយរហូតដល់អ្នកខ្លះនិយាយដល់ហ៊ុនសែនគឺជាចោលលុយមាត់អីនិយាយទៅតែប៉ុន្តែសួរថាតើធ្វើយ៉ាងណាដើម្បីទៅរំដោះប្រទេសអាហ្នឹងដែលជាចំណោទមួយដែលយើងត្រូវសួរថាតើយើងត្រូវធ្វើយ៉ាងណាដើម្បីទៅរំដោះឬក៏យកអំណាចដៃចេញពីដៃរបស់លោកហ៊ុនសែនអាហ្នឹងណាបងប្អូនអញ្ចឹងសំណួរទាំងអស់នេះដូចខ្ញុំធ្វើអធិប្បាយកន្លងមកច្រើនហើយវិធីផ្សេងដែលយើងអាចធ្វើបានទីមួយតកតងជាមួយនឹងបរិយាកាសនយោបាយដែលហ៊ុនសែនកំពុងតែប្រឈមជាមួយនឹងគេហៅថាគំនិតអន្តរជាតិទីពីរតកតងជាមួយនឹងកិច្ចការរបស់ពួកយើងថាតើយើងត្រូវទៅសហការជាមួយអ្នកណាខ្លះដើម្បីដាក់សម្ពាធឲ្យអំណាចរបស់ហ៊ុនសែនហ្នឹងអស់លទ្ធភាពនៅក្នុងការគ្រប់គ្រងប្រទេសតទៅទៀតឬក៏ក្នុងនាមយើងជាអ្នកដែលប្រឆាំងជាមួយនឹងហ៊ុនសែនតែយើងត្រូវរួបរวมគ្នារបៀបណាយើងត្រូវធ្វើយ៉ាងណាដើម្បីយកអំណាចពីហ៊ុនសែនឲ្យបានបើមិនជាបងប្អូនយើងទាំងអស់គ្នានៅតែធ្វើសកម្មភាពរបៀបដូចរាល់ថ្ងៃនេះណាខ្ញុំឃើញហើយខ្ញុំមិនបន្ទោសទេណាខ្ញុំឃើញហើយខ្ញុំយកមកធ្វើជាអំណះអំណាងសម្រាប់បញ្យល់ទៅនិយាយធួនវិញថាយើងធ្វើរបៀបណាឧទាហរណ៍ថាយើងដឹងថាកម្ពុជាគ្មានលំហប្រជាធិបតេយ្យយើងដឹងថាកម្ពុជាគ្មានសេរីភាពនិងការគោរពសិទ្ធិមនុស្សក្នុងការជ្រើសរើសឬក៏ចូលរួមនៅក្នុងជីវភាពនយោបាយនឹងបានពេញលេញទៅយើងដឹងច្បាស់បងប្អូននៅក្នុងប្រទេសក៏ដឹងច្បាស់អ្នកដែលកំពុងតែដើរតាមចលនានយោបាយរបស់គណៈបកនយោបាយមួយចំនួនក៏ដឹងច្បាស់ក៏ប៉ុន្តែអ្វីដែលបងប្អូនដែលកំពុងតែដើរតាមចលនានយោបាយនៅក្នុងប្រទេសមួយចំនួនហ្នឹងបងប្អូនហាក់ដូចជាស្ទាក់ស្ទើរឬក៏គ្មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការយកបញ្ហាទាំងអស់នេះទៅនិយាយឧបមាថាយើងដឹងថាការបោះឆ្នោតបើសិនជាយើងដើរទៅតាមអាយន្តការនៃការបោះឆ្នោតជាមួយនឹងគណៈបកប្រជាជនណាទីមួយយើងអត់មានសេរីភាពគ្រប់គ្រាន់នៅក្នុងការធ្វើការឃោសនាអំពីនេះឲ្យប្រជាពលរដ្ឋនឹងបានយល់អំពីគោលនយោបាយរបស់គណៈបកយើងនឹងដោយបានទលំទលាហ្នឹងទីមួយទីពីរអ្វីទាំងឡាយដែលយើងមើលឃើញថាវាគឺជាសកម្មភាពយើងហៅស្អីយើងហៅថាបំផ្លិចបំផ្លាញជាតិឬក៏អំពើអយុត្តិធម៌សង្គមឬក៏អំពើពុករលួយឬក៏រឿងអីផ្សេងទាំងឡាយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងគ្មានសិទ្ធិដើម្បីយកវាទៅធ្វើជាមូលដ្ឋានឬក៏អំណាចសម្រាប់ឃោសនាយើងអាចធ្វើបានហើយពីព្រោះយើងអត់មានសេរីភាពអញ្ចឹងយើងអត់មានសេរីភាពយើងអត់មានសិទ្ធិទី2ទី3គោលយោបល់នឹងការរៀបចំកម្លាំងគ្រប់គ្រងមូលដ្ឋានពីលើដល់ក្រោមចង់និយាយថាពីថ្នាក់ជាតិដល់មូលដ្ឋាននៅក្នុងដៃគណៈបកប្រជាជនទាំងអស់អានោះទី3ហើយទី4នៅពេលដែលយើងធ្វើសកម្មភាពនយោបាយនៅក្នុងបរិយាកាសរបៀបហ្នឹងដល់ចង្អៀតបំផុតរួចហើយយើងចេះតែខំដងគ្នាធ្វើដោយនៅក្នុងកម្រិតមួយដែលធ្វើបានតិចបំផុតក៏ប៉ុន្តែនៅក្នុងខ្សែភ្នែកអន្តរជាតិគេមើលឃើញថាកម្ពុជានៅ challenge កម្ពុជានៅខំប្រឹងប្រែងកម្ពុជានៅមានការប្រកួតប្រជែងដូច្នេះទុកឱកាសនិងទុកវេទិកានិងទុកពេលវេលានឹងឲ្យអ្នកប្រកួតប្រជែងនឹងបន្តទៅគេអត់ធ្វើទៀតគេគិតថាថ្ងៃណាមួយពួកនឹងអ្នកប្រកួតប្រជែងនឹងបានជោគជ័យជាមិនខានដោយសារការខំប្រឹងប្រែងនិងភាពក្លាហានឬក៏ការលះបង់ផ្សេងៗចឹងនោះគឺជាទស្សនៈរបស់ខ្ញុំនោះគឺជាការជួយគេហៅថាជួយទិញពេលវេលាឲ្យហ៊ុនសែនបន្តកាន់អំណាចពីមួយអាណត្តិទៅមួយអាណត្តិពីព្រោះយើងដឹងថានៅក្នុង2-3អាណត្តិដែលរបៀបនេះណាគ្មានគណៈបកណាមួយអាចយកជ័យជំនះលើគណៈបកប្រជាជនបានទេពីព្រោះអំណាចនៅក្នុងដៃរបស់ហ៊ុនសែនទាំងអស់ហើយហ្នឹងដូច្នេះ2-3អាណត្តិគឺយើងគិតថាពី10ទៅ15ឆ្នាំទៀតឬក៏20-30ឆ្នាំទៀតពួកយើងទាំងអស់គ្នាអ្នកណាខ្លះដែលមានលទ្ធភាពរស់នៅបាន20-30ឆ្នាំទៀតដើម្បីធ្វើនយោបាយកំដៅហ៊ុនសែនអាហ្នឹងហើយខ្ញុំហៅថាកំដៅឆាអញ្ចឹងមិនខ្ញុំចាស់តែរកវិធីដូចខ្ញុំឆ្លើយទៅយីធួនច្រើនជាងណាប៉ុន្តែប្រហែលជាត្រូវជាមួយនឹងទស្សនៈរបស់បងប្អូនហ្នឹងខ្ញុំថាបើយើងមិនព្រមទទួលស្គាល់ថាការដែលយើងកំដៅឆាឲ្យហ៊ុនសែនកន្លែងហ្នឹងគឺជាការជួយទិញពេលវេលាឲ្យហ៊ុនសែនកំដៅការអំណាចរហូតដល់គាត់ចង់និយាយថារហូតដល់គាត់ស្លាប់ទៅវិញក៏អំណាចរបស់គាត់ហ្នឹងមិនសាបសូន្យតែទៅវិញវាគឺជាឱកាសក្នុងការដែលគាត់ពង្រឹងអំណាចឲ្យចំនួនបន្តទៀតគ្រប់គ្រងហើយអ្នកចំនួនពួកខ្ញុំនេះពួកយើងនេះងាប់អស់ទៅហើយចំនួនក្រោយមកក៏នៅធ្វើនយោបាយកំដៅឆាដើរឃោសនាដើរលើផ្លាកដើរ
យើងហៅរែងគៀសលុយដើម្បីធ្វើសកម្មភាពរបៀបនេះតទៅទៀតអាហ្នឹងគេហៅថាកំដៅឆាធ្វើនយោបាយកំដៅឆាដូច្នេះដើម្បីជៀសវាងអំពីការធ្វើនយោបាយកំដៅឆាឬក៏ការធ្វើជាអ្នកនយោបាយកំដៅសួនប្រជាធិបតេយ្យខ្លាំងខ្លាយឲ្យលោកហ៊ុនសែននេះតែយើងមានវិធីអីផ្សេងទេវិធីខ្លះខ្ញុំបានជជែកជាមួយនឹងប្រិមិត្តផងខ្ញុំជជែកជាមួយនឹងអេសាជននយោបាយផងហើយខ្ញុំក៏ជជែកជាមួយនឹងមិត្តរួមមនសិការខ្ញុំដែរតែចប់បើជំរឿសមួយនេះគឺខ្ញុំធ្លាប់និយាយណាថាបើគណៈបកទាំង4ទាំង5ដែលអះអាងថាខ្លួនឯងគឺជាគណៈបកប្រជាធិបតេយ្យអាចរួបរวมគ្នាបានទេចម្លើយរបស់ប្រិមិត្តឬក៏របស់មិត្តរួមមនសិការរបស់ខ្ញុំក៏ថាអត់បានដែរមូលហេតុដែលអត់បានពីព្រោះថាអ្នកទាំងអស់គ្នានឹងមានលក្ខណៈគេហៅថាអាត្មានិយមហើយនឹងមោទនភាពនិយមហើយនឹងគេហៅមួយទៀតស្អីគេហៅតួឯកនិយមអញ្ចឹងបងប្អូនតួឯកនិយមគឺយល់ថាខ្លួនឯងគឺជាមេគណៈបកមួយដែលមានបញ្ញាវាងវៃមានសមត្ថភាពមានលទ្ធភាពអ្នកខ្លះមានលុយដែលហ៊ុនសែនឲ្យផងក៏មិនដឹងចឹងនិយាយចឹងណាដើម្បីបន្តធ្វើសកម្មភាពនយោបាយនៅតទៅទៀតដូច្នេះរឿងថាឲ្យគណៈបកទាំង3ទាំង4ហ្នឹងមកជួបជុំគ្នាមកជជែកគ្នាអំពីយុទ្ធសាស្ត្រនយោបាយរយៈពេលវែងដើម្បីធ្វើយ៉ាងណាដើម្បីយកឈ្នះលើហ៊ុនសែនហ្នឹងណាឲ្យពួកនឹងមកជួបគ្នាសង្គមនឹងតិចបើសម្រាប់ដេញមិត្តរួមអ្នកការដែលខ្ញុំបានជជែកគ្នាពីម្សិលមិញហ្នឹងគាត់និយាយថាគាត់ធ្លាប់ធ្វើហើយគាត់ធ្លាប់លួចធ្វើហើយគាត់ជួយទាំងលទ្ធភាពទាំងអស់ទៀតប៉ុន្តែគេអត់ធ្វើទេមានគណៈបកនេះនិងគណៈបកនោះអាចចូលរួមគ្នាក៏ប៉ុន្តែមានគណៈបកមួយនោះមិនចូលទេអញ្ចឹងណាដូច្នេះបាទខ្ញុំមើលឃើញថាអញ្ចឹងគណៈបកទាំង3ទាំង4ដែលខ្ញុំសង្ឃឹមថាពួកគេអាចធ្វើបានហ្នឹងបើគេមិនធ្វើដូច្នេះឱកាសកន្លែងហ្នឹងពិបាកអញ្ចឹងបានបើឆ្លើយទៅនឹងសំណួរថាតើយើងធ្វើយ៉ាងណាខ្ញុំថាបើសិនជាអ្នកនយោបាយទាំងអស់ហ្នឹងអ្នកនយោបាយបច្ចុប្បន្នខ្ញុំនិយាយពីអ្នកនៅក្នុងប្រទេសសិនបើអ្នកនយោបាយទាំងអស់ហ្នឹងនៅឈរនៅក្នុងជំហរមួយថាគណៈបករបស់ខ្ញុំថាគណៈបករបស់អញខ្លាំងគណៈបករបស់អញបកកាយគណៈបករបស់អញមានស្អីមានតំណាងឬក៏យើងហៅថាគ្រប់គ្រងសាឃុំសង្កាត់ខ្លះហើយគណៈបករបស់អញនឹងមានរចនាសម្ព័ន្ធនៅតាមខេត្តក្រុងនឹងច្រើនហើយដូច្នេះសង្ឃឹមថាយ៉ាងហោចនឹងបានគ្រប់គ្រងខេត្តក្រុងនឹងពី3ថែមទៀតនៅក្នុងអាណត្តិក្រោយៗទៀតនោះហើយគឺជាឆ្នាំពលណាបងប្អូនអានោះហើយគឺជាឆ្នាំពលដែលមិនដឹងថាមេគណៈបកនឹងរស់បានប្រហែលឆ្នាំទៀតទេក៏ប៉ុន្តែបន្តិចទៀតណាយើងបានត្រឹមតែកំដៅឆារហូតដល់នយោបាយរបស់យើងនឹងវាទៅជាអញ្ចឹងទៅបដាទៅក៏សាបសូន្យទៅគណៈបកមួយថ្មីកើតឡើងទៀតទៅក៏សាបសូន្យទៅតែសេដ្ឋកិច្ចយួនគ្រប់គ្រងពេញទឹកដីយួនគ្រប់គ្រងពេញអំណាចច្បាប់យួនកាន់កាប់ពេញផ្កាយលោកខែនៅគ្រប់ស្ថាប័នជាតិហើយជនជាតិយួនចូលមកធ្វើអន្តរប្រវេសន៍ខុសច្បាប់ហ្នឹងពេញទឹកពេញដីដូច្នេះរឿងដែលថាយើងទៅផ្លាស់ប្ដូរអំណាចនៅក្នុងរូបភាពនយោបាយកំដៅឆានេះណាទៅអត់រួចទេអញ្ចឹងមកខ្ញុំចារកវិធីថាបើអ្នកទាំងអស់គ្នាហ្នឹងមិនលះបង់នៅអាមីននេះនៅអាអំនួតនៅអាមោទនភាពនៅអាតួឯកនោះទេណាបងប្អូនអរគ្នាមើលមកខ្ញុំជាតិយើងបាត់បង់ដោយសារពួកអ្នកនយោបាយអស់ហ្នឹងហើយជាតិយើងនឹងវិនិច្ឆ័យអន្តរាយដោយអ្នកនយោបាយទាំងអស់ហ្នឹងណាខ្ញុំឃើញណាខ្ញុំនិយាយនៅកន្លែងនេះណាខ្ញុំឃើញហើយមិនមែនខ្ញុំចិត្តថាទេណាខ្ញុំឃើញហើយកំពុងតែអ្នកខ្លះណានៅក្នុងគណៈបកមួយទឹកនឹងចប់បញ្ជីមិនទាន់នឹងស្ងួតទឹកត្រាផងហ្នឹងឆ្លោះគ្នាបាច់ទឹកបាច់ដីបាត់ឥឡូវនេះណាគណៈបកខ្លះហ្នឹងចប់បញ្ជីមកតាំងពីថ្ងៃដែលគេរំលែកគណៈបកសង្គមជាតិមកដល់ថ្ងៃនេះរកតែសកម្មជនណាឲ្យបានគ្រប់ខេត្តដើម្បីបំពេញគេហៅស្អីបញ្ជីបេក្ខភាពហ្នឹងអត់ទាំងបានផងណាហើយយើងសួរទៅវិញថាតើគេធ្វើហ្នឹងគ្រាន់តែចង់បានឈ្មោះជាប្រធានគណៈបកឬក៏ចង់ធ្វើជាសកម្មជនរបស់គណៈបកឬក៏គ្រាន់តែជាអ្នកហាយហមខ្ញុំនិយាយមែនតើណានៅពេលដែលខ្ញុំមើល Facebook ម្ដងខ្ញុំនៅកន្លែងនេះខ្ញុំមិននិយាយអំពីថាខ្ញុំជាផ្នែកណាមួយនៃចលនាគណៈបកទាំងអស់ហ្នឹងទេក៏ប៉ុន្តែខ្ញុំគឺជាផ្នែកមួយនៃសង្គមជាតិទាំងមូលខ្ញុំឃើញបងប្អូនដែលអ្នកខ្លះនិយាយមែនតើអ្នកខ្លះណាមិនមែនមានលុយប្រហែលទេក៏ប៉ុន្តែលះបង់ពេលវេលាហើយនឹងទ្រព្យសម្បត្តិតិចតួចហ្នឹងសុខចិត្តចំណាយចោលដើម្បីយកលុយទាំងអស់ហ្នឹងមកចូលរួមជីវភាពនយោបាយជាមួយនឹងគណៈបកខ្លះអញ្ចឹងណាទាំងការចូលរួមជាថវិកាទាំងការចូលរួមទាំងគេហៅស្អីពេលវេលាហើយនឹងធនធានផ្សេងក៏ប៉ុន្តែបងប្អូនអត់បានគិតទេហើយបងប្អូនគិតត្រឹមតែថាគាត់នឹងបានតួនាទីណាមួយឬក៏ជាចំណែកណាមួយក្រោយពេលឬក៏នៅពេលដែលមានការបោះឆ្នោតខាងមុខនេះបងប្អូនខ្លះឈរធ្វើជាបេក្ខជនលំដាប់លេខរៀងទី1ទី2ទី3ទៅតាមអ្វីដែលខ្លួនអាចជ្រាបបាននៅក្នុងរចនាសម្ព័ន្ធហ្នឹងណាដែលរឿងទាំងអស់ហ្នឹងណាបងប្អូនរឿងទាំងអស់ហ្នឹងគឺជារឿងកំដៅឆានយោបាយឲ្យហ៊ុនសែនទាំងអស់អាហ្នឹងខ្ញុំនិយាយពីបងប្អូននៅក្នុងប្រទេសណាហើយខ្ញុំបានស្នើដោយថ្ងៃមុនបើបងប្អូនដែលធ្លាប់បានស្ដាប់ខ្ញុំធ្វើអធិប្បាយនៅពេលកម្មវិធីធម្មតារបស់ខ្ញុំណាខ្ញុំធ្លាប់បាននិយាយថាយើងទាំងអស់គ្នាកំពុងតែកំដៅឆាឲ្យហ៊ុនសែនហើយយើងទាំងអស់គ្នាកំពុងតែធ្វើនយោបាយដោយវង្វេងសមរភូមិនេះណាហើយបើសិនជាយើងមិនរួមគ្នាទេយើងនឹងគ្មានជាតិសម្រាប់ទៅស្នេហាទៀតដែលជាដើមឡើងឡាក់ចឹងទៅឥឡូវបងប្អូនគិតមើលបើសិនជាគណៈបកទាំងអស់ហ្នឹងម្នាក់ណាក៏មិនបានខ្ញុំនិយាយឲ្យច្រើនទៅចុះ
ម្នាក់ណាក៏មិនបាន2 3កៅអីឬក៏4 5កៅអីឧបមាអញ្ចឹងណាឧបមាថា4 5កៅអីប៉ុន្តែខ្ញុំជឿថាគ្មានតែបានមួយជើងកៅអីទេប៉ុន្តែខ្ញុំឧបមាឲ្យវាខ្ពស់ទៅជាការលើកទឹកចិត្តដើម្បីឲ្យវាឆាប់លាណាឧបមាថាបងប្អូនមាន5 6គណៈបកដែលកំពុងសកម្មរាល់ថ្ងៃហើយមានគណៈបកខ្លះបាន4 5 6 7កៅអីឧទាហរណ៍អញ្ចឹងណាឧបមាខ្ញុំឧបមាទៅវាមិនអាចទេពីព្រោះគេមិនឲ្យទេប៉ុន្តែបើសិនជាបាន5 6កៅអីហើយសួរថា4 5 6កៅអីហ្នឹងណាដែលក្នុងនាមយើងជាគណៈបកប្រជាធិបតេយ្យឬក៏យើងថាយើងជាអ្នកដែលចង់បានការផ្លាស់ប្ដូររក្សានៅស្មារតីនិងចន្ទៈដើមអីជាដើមឡើងខ្ញុំសួរថាតើ5 6គណៈបកឬក៏4 5គណៈបកហ្នឹងអាចមកចូលរួមគ្នាដើម្បីបង្កើតទៅជារដ្ឋាភិបាលចម្រុះឬក៏ដើម្បីផ្គុំសម្លេងឲ្យបានច្រើនសម្រាប់យកទៅបង្កើតទៅជាគេហៅថាស្អីគណៈបកប្រឆាំងសម្រាប់តស៊ូជាមួយនឹងលោកហ៊ុនសែនបានដែរទេនឹងខ្ញុំសួរអញ្ចឹងណាគឺវាមិនអាចអាហ្នឹងខ្ញុំនិយាយពីរឿងថាមានអាសនៈអងក៏ប៉ុន្តែខ្ញុំមើលទៅក្នុងដំណើរការនយោបាយរាល់ថ្ងៃនេះខ្ញុំមិនទៅវាយតម្លៃណាបងប្អូនមើលខ្លួនឯងទៅសូម្បីតែមួយអាសនៈហ្នឹងក៏មិនដឹងបានពីណាផងលើកលែងហ៊ុនសែនឲ្យបើហ៊ុនសែនមិនឲ្យហ្នឹងដូចហ៊ុនពេជ្រអញ្ចឹងណាមិនបានធ្វើសកម្មភាពអីគេឲ្យ5កៅអីអាហ្នឹងគេទិញឲ្យអញ្ចឹងហ្នឹងអត់បញ្ហាទេប៉ុន្តែសម្រាប់គណៈបកអ្នកប្រជាធិបតេយ្យឬក៏អ្នកស្អីតស៊ូហ្នឹងណាកុំទៅសង្ឃឹមថាអ្នកឯងនឹងបានមួយអាសនៈពីណាដូចជាបានក្រុមប្រឹក្សាឬក៏ដូចជាបានប្រសិទ្ធភាពអីហ្នឹងណាគេដោយសារក្រុមប្រឹក្សាហ្នឹងណាគេឲ្យទៅទីណាហើយអាស្អីប្រសិទ្ធភាពហ្នឹងដោយសារវាកូតាឬក៏តួលេខរបស់ក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងទីយ៉ាងនិយាយអញ្ចឹងណាតែរឿងតំណាងរាស្ត្ររឿងអីហ្នឹងគឺបងប្អូនមិនបាច់ទៅសង្ឃឹមទេដូច្នេះបើបងប្អូនមិនសង្ឃឹមនៅក្នុង5ឆ្នាំមួយអាណត្តិទេណាបងប្អូនអាចនឹងដេកយល់សពសង្ឃឹមថា5ឆ្នាំទៀតហើយមើលមកប្រធានគណៈបកទាំងអស់ហ្នឹង5ឆ្នាំទៀត5ឆ្នាំទៀត5ឆ្នាំបាន2 3ដងទៀតចុះទៅរួចប្រធានគណៈបកខ្លះហ្នឹងណាមកដល់ថ្ងៃនេះលេបឆ្នាំគេហៅថាលេបឆ្នាំមួយថ្ងៃ3ដងរួចទៅហើយដូច្នេះរឿង5ឆ្នាំប្រហែលដងទៀតខ្ញុំអត់ដឹងទេដូច្នេះហើយបានជាខ្ញុំធ្វើការសន្និដ្ឋានថាឱកាសដែលប្រទេសយើងអាចនឹងបាត់បង់ឱកាសដែលប្រទេសយើងអាចនឹងវិនិច្ឆ័យអន្តរាយមិនមែនមកពីកាភ្លើងក្រុងក្រាំងនៅខាងព្រំដែនខាងលិចហ្នឹងទេបងប្អូនយើងនឹងបាត់បង់ដោយស្ងាត់បំផុតតាមរយៈនៃការគ្រប់គ្រងអំណាចរដ្ឋបាលគ្រប់គ្រងអំណាចសេដ្ឋកិច្ចគ្រប់គ្រងអំណាចនយោបាយហើយនឹងគ្រប់គ្រងតំបន់ស្អីគេហៅថាដីសេដ្ឋកិច្ចអីទាំងអស់ហ្នឹងរហូតដល់ពលរដ្ឋខ្មែរហ្នឹងខ្លាយទៅជាគ្រាន់តែជាទេសកលសម្រាប់កំដរនយោបាយខ្លាំងៗហ្នឹងអាហ្នឹងខ្ញុំអត់គិតពីបងប្អូនខ្លះជំពាក់បំណុលគេផងមកឆ្លៀតធ្វើនយោបាយនៅក្នុងគណៈបកនយោបាយដែលមិនដឹងថាគូប្រកួតប្រកបនៅណាផងហើយចិត្តតែនោះមិនធ្វើទៅអាហ្នឹងខ្ញុំនិយាយកន្លែងនេះខ្ញុំមិនមែនឲ្យបងប្អូនអស់សង្ឃឹមទេក៏ប៉ុន្តែខ្ញុំបានជ្រើសរើសវិធីល្អបើសិនជាបងប្អូនចង់ដឹងថាវិធីណាខ្លះដែលអ្នកខាងក្នុងប្រទេសនឹងអាចជួយរំដោះប្រទេសកម្ពុជាបានហើយវិធីណាខ្លះដែលអ្នកនៅក្រៅប្រទេសអាចសហការគ្នាដើម្បីទៅរំដោះប្រទេសយើងបានខ្ញុំបាននិយាយអស់ខ្ញុំបាននិយាយច្រើនហើយក៏ប៉ុន្តែវាអត់មានអ្នកណាស្ដាប់ហើយវាអត់មានអ្នកណាយកអានឹងទៅធ្វើជាមតិឬក៏យោបល់សម្រាប់មកដោះស្រាយបញ្ហាប្រទេសប្រកបមែនណាអញ្ចឹងហើយបានជាមួយថ្ងៃខ្ញុំឃើញបងប្អូនដើរហែខ្ញុំឃើញបងប្អូនលើកផ្លាកសញ្ញាខ្ញុំឃើញបងប្អូនធ្វើសកម្មភាពឃោសនាខ្លាចខ្ញុំថាអត់ផ្លូវទេបងប្អូនមានវិធីល្អដែលយើងអាចយកឈ្នះរបស់ហ៊ុនសែនបានក៏ប៉ុន្តែយើងមិនធ្វើតែយើងនាំគ្នាមកកំដរឆាកឲ្យលោកហ៊ុនសែនបន្តកាន់អំណាចតទៅទៀតខ្ញុំនិយាយតាមត្រង់ខ្ញុំអត់សូវយល់ទេណាខ្ញុំអត់យល់សូម្បីតែបងប្អូននៅខាងក្រៅប្រទេសណាដែលធ្វើនយោបាយដូចគ្នាដែរធ្វើនយោបាយប្រឆាំងដែរតែខ្ញុំឃើញរដ្ឋបាលគណៈបកនេះរដ្ឋធ្វើសកម្មភាពនោះរដ្ឋធ្វើចលនានេះចោះឡើងហ្នឹងណាខ្ញុំអង្គុយឆ្ងល់ខ្លួនឯងបងប្អូនខ្ញុំអង្គុយឆ្ងល់ម្នាក់ឯងខ្ញុំជឿថាមានអ្នកឆ្ងល់ដូចខ្ញុំដែរក៏ប៉ុន្តែពួកគាត់អត់ហ៊ាននិយាយពីព្រោះនិយាយទៅខ្លាចគេគេអាស្អីបាយបកខ្លាចគេរិះគន់អ្នកខ្លះរហូតដល់ថាខ្លាចគេមិនរាប់រយទៀតតែខ្ញុំអត់ទេខ្ញុំនិយាយនៅទីនេះខ្ញុំមិនមែនរិះគន់ក៏ប៉ុន្តែខ្ញុំផ្ដោតជាមតិរឿងមតិនេះយកកើតឬក៏យកមិនកើតធ្វើបានឬក៏ធ្វើមិនបានអានឹងអស់លោកគិតខ្លួនឯងទៅឧបមាពីព្រោះពាក្យមួយដែលខ្ញុំយកមកប្រហែលថ្ងៃនេះខ្ញុំយកមកឆ្លោះបញ្ចាំងហើយខ្ញុំបញ្ជាក់ទៀតណាខ្ញុំថាគណៈបក្សសង្គ្រោះជាតិវាអត់ទាន់រលាយទេគណៈបក្សសង្គ្រោះជាតិបើតាមសម្ដីរបស់អិសរាជជននយោបាយយើងគាត់ថាម៉េចគណៈបក្សយើងគេរំលាយបានទៅលើกระดาษហ្នឹងមិនចឹងហ៎ក៏ប៉ុន្តែមកដល់ថ្ងៃនេះមកដល់ម៉ោងនេះយើងឃើញថាគណៈបក្សយើងហ្នឹងវារលាយទៅលើกระดาษមែនឬក៏វារលាយដូចអំបិលទៅទឹកហើយពីព្រោះរចនាសម្ព័ន្ធអត់ឃើញផងណាពីព្រោះគណៈបក្សយើងទាំងមេគណៈបក្សទាំងអនុប្រធានគណៈបក្សទាំងស្អីគណៈបក្សហ្នឹងមិនដឹងជានៅកន្លែងណាអញ្ចឹងណាយើងបង្កើតនេះយើងបង្កើតនោះយើងបង្កើតស្អីតស្អីដែលវាបាត់បង់អំពីគេហៅថារចនាសម្ព័ន្ធដើមឬក៏យើងហៅថាពេលគេថាយើងបាត់បង់នីតិសម្បទាហើយយើងចេះតែឆ្ងល់ថាបើបាត់បង់នីតិសម្បទាយើងធ្វើអីលេងកើតហើយអញ្ចឹងខ្ញុំសួរថាតើអានីតិសម្បទាហ្នឹងវាបានមកពីណាខ្ញុំនិយាយច្រើនណាស់រឿងហ្នឹងណាក៏ប៉ុន្តែវាគ្មានអ្នកណាឆ្លើយហ្នឹងបងប្អូនប្រទេសយើងតូចមានរឿងតែរហូតហ្នឹងហើយដោះបញ្ហាមិនចេញតាមពិតមិនមែនទេប្រទេសយើងតូចរឿងទាំងអស់ហ្នឹងក៏វាអត់ធំប្រហែលដែរក៏ប៉ុន្តែយើងមកពីប្រទេសយើងហ្នឹងសម្បូរតែអ្នកនយោបាយអាត្មានិយម
អ្នកនយោបាយអំនួតអ្នកនយោបាយទូឯកនិយមអ្នកនយោបាយលងជាមួយនឹងលៀបសក្ការៈឬក៏ផលប្រយោជន៍អ្នកខ្លះកាលណាខ្ញុំនិយាយអំពីលៀបសក្ការៈឬក៏ផលប្រយោជន៍ហ្នឹងណាស្មានតែជាលុយជាកាក់ជាសម្ភារៈឬក៏ឧបករណ៍អីចឹងណាមែនទេពួកលងផលប្រយោជន៍ទាំងអស់ហ្នឹងគឺលងក្រមងារលងជាមួយបនស័កខ្លះដូចជាក្រមងារអាយដាមក្រមងារខ្ញុំមិនហ៊ានថាប្រធានអនុប្រធានឬក៏ស្អីទៅក្រមងារទាំងអស់ហ្នឹងណាលងនឹងរហូតដល់អត់ចង់ឲ្យអាទាំងអស់ហ្នឹងរបស់ពីខ្លួនទេហើយលងនឹងប៉ុន្តែសួរថាសមត្ថភាពដើម្បីដោះស្រាយបញ្ហាដែលយើងថាវាគួរតែធ្វើបានហ្នឹងណាតាមកាពិតណាបើខ្ញុំកណនីពីថ្ងៃហ្នឹងមកដល់ថ្ងៃនេះវាប្រហែល9ឆ្នាំពីថ្ងៃដែលគេរំលាយយើងណា9ឆ្នាំហើយប៉ុន្តែខ្ញុំនិយាយជារួមពីច្រើនខ្ញុំនិយាយថា10ឆ្នាំហើយអញ្ចឹងផែនការដែលយើងត្រូវទៅរំដោះប្រទេសវា10ឆ្នាំហើយដែលយើងមកដល់ថ្ងៃនេះយើងអត់ទាន់មានស្អីនៅក្នុងដៃថាយើងត្រូវធ្វើអីដើម្បីយកអំណាចពីហ៊ុនសែនផងហ្នឹងអញ្ចឹងណាដូច្នេះរឿងទាំងអស់ហ្នឹងគឺវាអញ្ចឹងគឺយើងលងជាមួយនឹងជាពិសេសដែលភាពអាត្មានិយមគឺមានតែឯងនឹងខ្លាំងមានតែឯងនឹងពូកែមានតែឯងនឹងចាស់អាហ្នឹងគឺវាកើតឡើងមកអញ្ចឹងមែនអាហ្នឹងខ្ញុំមើលឃើញអញ្ចឹងណាបងប្អូនកន្លែងខ្លះខ្ញុំមិនដឹងថាយកវាមកធ្វើអត្ថាធិប្បាយមិនទេក៏តែកន្លែងខ្លះខ្ញុំមើលតែឃើញថាវាហួសហេតុពេកណាវាហួសហេតុពេកដល់អញ្ចឹងទៅខ្ញុំវាមិនអាចនៅស្ងៀមបានបើទោះជាខ្ញុំនិយាយទៅវាប៉ះពាល់ខ្លះក៏ខ្ញុំមិនដឹងធ្វើម៉េចចឹងបងប្អូនឥឡូវមកខ្ញុំមើល comment របស់បងប្អូនទៀតរឿងព្រំដែនរឿងអីបងប្អូនបងប្អូនខ្លះខ្ញុំឃើញគេនិយាយពីរឿងព្រំដែនថាហេតុអីបានជាហ៊ុនសែននឹងមិនយកអា$23ហ្នឹងទៅដោះស្រាយហេតុអីបានជាហ៊ុនសែនមិនយកអាករណីឬក៏សំណុំរឿងឬក៏បញ្ហាព្រំដែនហ្នឹងទៅប្រឹងអន្តរជាតិទាំងអស់ហ្នឹងណាខ្ញុំលើអ្នកនយោបាយយើងនិយាយខ្ញុំលើណាមិនខ្ញុំលើទេអានឹងវាជាសារនយោបាយរបស់អ្នកនយោបាយយើងដែលយើងបានរួមជីវភាពនយោបាយជាមួយណាគាត់យករឿងទាំងអស់ហ្នឹងមកនិយាយសម្រាប់ខ្ញុំយល់ចឹងតែបងប្អូនយល់យ៉ាងណាខ្ញុំមិនដឹងណាសម្រាប់ខ្ញុំថាទោះបីហ៊ុនសែនណាយកអាសន្ធិសញ្ញា$23ហ្នឹងណាយកដើរប្រឹងគ្រប់មុខផ្ទះរបស់ម្ចាស់សន្ធិសញ្ញាហ្នឹងឬក៏ហត្ថលេខីរបស់សន្ធិសញ្ញាហ្នឹងទោះបីហ៊ុនសែនណាដើរលុតជង្គង់គ្រប់ផ្ទះឬក៏គ្រប់ប្រទេសទាំងអស់ហ្នឹងម៉ោងនេះក៏ខ្ញុំអត់ជិះក្បាលវល់មកទោះបីហ៊ុនសែនហាយអាសន្ធិសញ្ញាហ្នឹងជា4 10 20ជំរាបក៏ខ្ញុំអត់ខ្វល់ទោះបីហ៊ុនសែនទៅអង្វរអន្តរជាតិរបៀបណាក៏ខ្ញុំអត់ខ្វល់ពីព្រោះខ្ញុំដឹងថាអ្វីដែលហ៊ុនសែនធ្វើកន្លែងហ្នឹងគឺមិនមែនដើម្បីទៅរំដោះកម្ពុជាឬក៏ដើម្បីដោះស្រាយបញ្ហាកម្ពុជាទេគ្រាន់តែជាសកម្មភាពមួយដែលហ៊ុនសែនធ្វើដើម្បីការពារផលប្រយោជន៍និងអំណាចរបស់ហ៊ុនសែនតែប៉ុណ្ណឹងពីព្រោះរឿងចំនួនព្រំដែននេះហ៊ុនសែនជាអ្នកបង្កពីព្រោះរឿងដែលឆេះផ្ទះឆេះសម្បែងពលរដ្ឋដែលបាត់បង់ទីលំនៅហើយនឹងមុខរបរទាំងឡាយហ្នឹងគឺហ៊ុនសែនជាអ្នកបង្កកងទ័ពដែលស្លាប់នៅសមរភូមិគឺហ៊ុនសែនជាអ្នកបង្កដូច្នេះខ្ញុំអត់ខ្វល់រឿងហ៊ុនសែនធ្វើស្អីជាមួយអ្នកណាទេអានេះសម្រាប់ខ្ញុំណាបើមិនជាខ្ញុំជាមេដឹកនាំអំណាចនយោបាយវិញណាគឺខ្ញុំរៀបចំកម្លាំងធ្វើយ៉ាងណាទៅផ្លាស់ប្ដូររបស់ហ៊ុនសែនអត់និយាយអីពីរឿងហ៊ុនសែនដឹងថាធ្វើស្អីធ្វើទៅអ្នកឯងបានប្រព្រឹត្តអំពើអាក្រក់បំផ្លិចបំផ្លាញឬក៏បង្កភ្លើងសង្គ្រាមរឿងរបស់ហ៊ុនសែនខ្ញុំអត់ទៅរៃលុយមួយរៀលដើម្បីទៅជួយកងទ័ពទេមូលហេតុអីពីព្រោះកងទ័ពគួរតែដឹងខ្លួនថាហ៊ុនសែនបានប្រើឲ្យយើងឬក៏យកជីវិតរបស់យើងឲ្យទៅស្លាប់នៅលើសមរភូមិកងទ័ពត្រូវដឹងកន្លែងហ្នឹងហើយមួយរៀលពីររៀល100 200ហ្នឹងมันអាចយកទៅទិញជីវិតរបស់កងទ័ពហ្នឹងយកមកឲ្យជួយប្រព័ន្ធកូនបានវិញទេហើយអំណោយដែលយើងរៃអង្គាសបាន100 200ឬក៏1រៀល2រៀលវាមិនប្រកាសថាបានទៅដល់ដៃគ្រួសាររបស់កងទ័ពហ្នឹងថែមទៀតដូច្នេះរឿងទាំងអស់ហ្នឹងមិនមែនជាកិច្ចការរបស់យើងដូចខ្ញុំនិយាយអញ្ចឹងណារឿងយើងគឺតែផ្លាស់ប្ដូររបស់ហ៊ុនសែនប្រជាពលរដ្ឋខ្មែរដែលរងទុក្ខដែលគ្រោះថ្នាក់ថ្ងៃនេះណាលោកមិនបានមកទួញអង្វរឲ្យយើងនឹងរកជំនួយទៅដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់ទេអ្វីដែលពួកគាត់ស្រេកឃ្លានបំផុតហ្នឹងអ្វីដែលគាត់ស្រេកឃ្លានបំផុតគឺសន្តិភាពគឺគ្មានសង្គ្រាមហើយនឹងមានការអភិវឌ្ឍដោយចីរភាពដែលមិនចាំបាច់អ្នកណាយកជំនួយយកអំណោយទៅឲ្យគាត់ទេគ្រាន់តែឲ្យមានទីផ្សារសម្រាប់គាត់លក់ដូរគ្រាន់តែកុំឲ្យមានសង្គ្រាមគ្រាន់តែឲ្យវាមានយុត្តិធម៌សង្គមតែប៉ុណ្ណាគាត់អត់មានមត្រូវការជំនួយលុយកាក់ធ្វើបាំងស្គលវិភាគទានអីទៅជួយបំបាច់ទេគាត់អត់ត្រូវការហ្នឹងទេដូច្នេះបើខ្ញុំវិញខ្ញុំអត់ខ្វល់ពីរឿងថាត្រូវទៅធ្វើអីដើម្បីទៅជួយកងទ័ពសំខាន់គឺខ្ញុំចង់ឲ្យកងទ័ពទម្លាក់អាវុធទាំងអស់ឲ្យកងទ័ពហ្នឹងកុំទៅធ្វើការច្បាំងរៀងចូលតទៀតបើគេថាបើសិនតែយើងមិនច្បាំងហ្នឹងថៃឈ្លានពានមិនមែនទេថ្ងៃដំបូងនៃក្របដែលផ្ទុះដំបូងបំផុតហើយនឹងការចល័តកងទ័ពដំបូងបំផុតគឺខ្មែរយើងនឹងទេដែលចេតនាទៅបង្កសង្គ្រាមដើម្បីឲ្យវាកើតទៅជាព្រឹត្តិការណ៍ដែលហ៊ុនសែនគេបានរៀបចំរឿងនេះសម្រាប់បំផន់ព្រឹត្តិការណ៍ពីរឿង Cyber Scam ហ្នឹងខ្ញុំនិយាយច្រើនហើយប៉ុន្តែបងប្អូនអត់ជឿថានេះគឺជាសង្គ្រាមឈ្លានពានវាអត់មែនឈ្លានពានទេនៅពេលដែលយើងខ្លងគ្រាប់ដាក់គេខ្លងដាក់យើងនៅពេលដែលយើងឡើងទៅបាញ់គេបាញ់យើងនៅពេលដែលយើងខ្សោយជាងគេមកជន់ទីតាំងយើងគេមកគ្រប់គ្រងគេមកដិតជំរុំយើងរួចហើយយើងប្រកាសឲ្យឈប់បាញ់គ្នាគេនៅកន្លែងណាគឺកន្លែងហ្នឹងដូច្នេះគេអាចបានមកជន់គេអាចបានមកឈ្លានពានយើងទេអាហ្នឹងយើងត្រូវយល់កន្លែងហ្នឹងអញ្ចឹងណាបងប្អូនពីព្រោះរឿងទាំងអស់នេះហ៊ុនសែនទេ
ជាអ្នកបង្កណាថាម៉េចនៅតាម comment ក្នុង Facebook មានអ្នកប្រឆាំងច្រើនដែរតែដូចជាមិនទាន់មានសកម្មភាពហ្នឹងឯងខ្ញុំឃើញចឹងដែរទីមួយមិនមែនគាត់មិនមានសកម្មភាពពួកគាត់នឹងរងចាំតែផែនការទេតាមពិតណាបងប្អូននៅបងប្អូនខ្លះថាបងប្អូនដែលប្រឆាំងភាគច្រើននៅក្រៅប្រទេសមិនមែនទេអ្នកប្រឆាំងមិនមែននៅក្រៅប្រទេសទេបងប្អូនអ្នកប្រឆាំងជាមួយរបបហ៊ុនសែននៅក្នុងប្រទេសនៅពេញប្រទេសហ្នឹងនៅពេញប្រទេសហ្នឹងអ្នកដែលហើយឬក៏អែបអបឥឡូវនេះណាដោយសារទីមួយគឺខ្វះចំណាត់ការនិងប្រព័ន្ធនៃគ្រប់គ្រងកម្លាំងក្នុងការដើរទៅមុខដើម្បីផ្លាស់ប្ដូរនឹងឲ្យច្បាស់លាស់វាអត់មានទីពីរផែនការជាក់លាក់ហើយថាត្រូវធ្វើរបៀបណានឹងវាអត់មានរួចហើយយើងចង់ឲ្យគាត់ក្រោកឈរខ្ញុំដឹងខ្ញុំលើហើយខ្ញុំក៏ធ្លាប់ស្ដាប់ដែរមតិរបស់ថ្នាក់ដឹកនាំឬក៏មតិរបស់អ្នកដទៃនឹងនិយាយថាចង់ឲ្យបងប្អូនក្រោកឈរខ្ញុំថាបងប្អូនណាបងប្អូនខ្មែរឬក៏អ្នកដែលនៅខាងក្នុងរដ្ឋថ្ងៃណាខ្ញុំនិយាយទៅមិនមែនតែអ្នកដែលធ្លាប់គ្រប់គ្រងគណៈបកទោះជាទេមានអ្នកខ្លះគាត់អស់អារម្មណ៍មានអ្នកខ្លះគាត់លែងចង់ខ្វល់ណាក៏ប៉ុន្តែបើសិនជាចរន្តនឹងទៅដល់គាត់មកវិញប៉ុន្តែអ្នកដែលកំពុងតែផ្ទះសារចង់ផ្លាស់ប្ដូរណាគឺពួកអ្នកមានយល់ខ្ញុំទេបងប្អូនពួកអ្នកមានលុយពួកអ្នកមានមុខរបរពួកអ្នកដែលមានអាជីវកម្មពួកអ្នកដែលធូរធារហ្នឹងគាត់ចង់ផ្លាស់ប្ដូរឥឡូវហេតុអីពីព្រោះមុខរបររបស់គាត់អាជីវកម្មរបស់គាត់ហើយនឹងអ្វីដែលគាត់មានរាល់ថ្ងៃនេះណាបើរស់នៅក្រោមអំណាចរបស់ហ៊ុនសែនណាពួកគាត់អត់សុខទេបន្តិចទៀតហ្នឹងទាំងកូនចៅគាត់ទាំងកូនចៅគេហ្នឹងពិបាករត់ចោលស្រុកហើយដោយសារអាផែនការចាប់ទាហានយកទៅឲ្យបាញ់គ្នាសម្លាប់នៅឯសមរភូមិគាត់ភ័យព្រួយខ្លាចអារឿងសេដ្ឋកិច្ចវាគាត់មានលំនឹងគាត់ភ័យព្រួយខ្លាចអារឿងរដ្ឋាភិបាលហ្នឹងមិនអាចធានានៅស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាបានគាត់ភ័យព្រួយខ្លាចកម្ពុជានេះវាបាត់បង់ទៅក្នុងការគ្រប់គ្រងអំណាចរបស់យួនគាត់ភ័យច្រើនជាងយើងហើយអ្នកក្រគាត់ក៏ខំប្រឹងប្រែងនឹងរកលទ្ធភាពរងចាំតែការក្រោកឈរជាមួយយើងដែរពីព្រោះគាត់ខ្វះការងារគាត់ខ្វះទីផ្សារសម្រាប់លក់ផលិតផលរបស់គាត់ខ្វះប្រាក់ចំណូលប្រចាំថ្ងៃពួកគាត់នឹងវេទនាប៉ុន្តែពួកយើងចេះអាស្រ័យថាចង់ឲ្យពួកគាត់ក្រោកឈរឥឡូវខ្ញុំសួរអ្នកមេនយោបាយអ្នក4 5 6អ្នកដែលមេនៅក្នុងប្រទេសណាមានគំនិតណាមួយដើម្បីមកជជែកគ្នាថាត្រូវក្រោកឈរប្រឆាំងជាមួយហ៊ុនសែនយ៉ាងណាខ្លះហ៊ាននិយាយហ៊ានជជែកគ្នាហ៊ានរៀបចំយុទ្ធសាស្ត្រហ៊ានរៀបចំផែនការអត់ហ៊ានទេអ្នកខាងក្រៅបានត្រឹមតែថាបានត្រឹមតែនិយាយក៏ប៉ុន្តែអត់មានផែនការអីជាលក្ខណៈមួយសូម្បីតែបណ្ដាញសូម្បីតែប្រព័ន្ធនៅក្នុងការរៀបចំដើម្បីក្រោកនៅឡើយទេខ្ញុំនិយាយនៅទីនេះវាមិនមែនចង់និយាយថាបកបង្ហាញទេក៏ប៉ុន្តែបើសិនជាមានឬក៏កំពុងតែធ្វើផែនការហ្នឹងយើងអត់រងចាំស្អែកទេក៏ប៉ុន្តែយើងអត់រងចាំស្អែកទេគឺត្រូវធ្វើថ្ងៃនេះត្រូវធ្វើឲ្យលឿនបំផុតពីព្រោះដំណើរដែលគេមកគ្រប់គ្រងឬក៏គេមកលេខកម្ពុជាយើងគេដើរលឿនណាចឹងបានខ្ញុំនិយាយនៅទីនេះជាការរំលឹកផងជាការដាស់តឿនផងហើយជាការបកបង្ហាញផងមិនមែនឲ្យយើងរងចាំគេហៅស្អី miracle គេហៅស្អីអភូតហេតុណាមិនអាចមានអភូតហេតុទេណាគឺតលតែយើងធ្វើវាគ្រប់សកម្មភាពឬក៏គ្រប់ជោគជ័យទាំងឡាយបើសិនជាយើងអត់ធ្វើវាអត់បានជោគជ័យទេក៏មិនដីរំពឹងរងចាំការបំពងរងចាំទឹកភ្លៀងអត់ផ្លូវទេបងប្អូនអញ្ចឹងឥឡូវខ្ញុំលុយមើល comment ខ្លះពីព្រោះសំខាន់ថ្ងៃនេះណាសំខាន់ខ្ញុំចង់យកចំណុចមួយថាគេគ្រប់គ្រងប្រទេសយើងហើយគេគ្រប់គ្រងអំណាចរដ្ឋបាលហើយគេគ្រប់គ្រងយោធាយើងហើយគេគ្រប់គ្រងសេដ្ឋកិច្ចយើងហើយដូច្នេះអ្វីដែលនៅសេសសល់នេះណាគឺពេលវេលាហ្នឹងនៅពេលណាដែលពួកអ្នកនយោបាយទាំងអស់នេះទាំងនៅក្រៅទាំងនៅក្នុងប្រទេសនៅលេងធ្វើនយោបាយកំដរគេរបៀបនេះណាមិនយូរប្រហែលទេមួយអាណត្តិទៅមួយអាណត្តិពីព្រោះបើយើងគិតពីឆ្នាំ1979ណាវាគ្រប់គម្រប់ខួប50ឆ្នាំវានៅប្រហែលឆ្នាំ2039នេះនៅ38ហ្នឹងអញ្ចឹងវានៅតែ2 3អាណត្តិទៀតដល់គ្រប់ផែនការ50ឆ្នាំរបស់គេដូច្នេះកម្លាំងអាយុ30ផ្លាយសម្រាប់មកគ្រប់គ្រងអំណាចបន្តហ្នឹងណាគឺគេលាតសន្ធឹងពេញប្រទេសកន្លែងហ្នឹងហើយដែលយើងត្រូវថាឥឡូវនេះនៅមានអ្នកដែលបានគេហៅស្អីចំណាយពេលវេលាលះបង់ដែលផលប្រយោជន៍ហ្នឹងសម្រាប់ដណ្ដើមឬក៏សម្រាប់ស្អីទៅស្រោចស្រង់ប្រទេសយើងហ្នឹងនៅមានច្រើនដល់ឡើយទេក៏ប៉ុន្តែបើសិនជាអាណត្តិសង្គ្រោះជាតិនេះវាបាត់បង់ទៅឬក៏វាបរាជ័យទៅណាខ្ញុំខ្លាចតែស្មារតីហើយនឹងគេហៅស្អីណាគេហៅស្មារតីអញ្ចឹងអានឹងមិនវិញ្ញាណទេស្មារតីនៃការរួបរวมស្មារតីនៃការផ្លាស់ប្ដូរហ្នឹងណាខ្លាចតែវាបាត់ពីព្រោះសូម្បីតែគណៈបកនយោបាយមួយចំនួននៅក្នុងប្រទេសគេហៅថារក្សាស្មារតីដើមរក្សាឆន្ទៈម្ចាស់ឆ្នោតស្អីទាំងអស់ហ្នឹងណាបេសកកម្មទៅធ្វើការផ្លាស់ប្ដូរខ្ញុំលើកថាទេក៏ប៉ុន្តែសកម្មភាពទាំងអស់ហ្នឹងអត់មានអីជាដុំកំភួនដែលអាចយើងវាស់វែងបានទេបងប្អូនយើងអត់អាចមើលឃើញទាំងអស់ហ្នឹងឥឡូវបងប្អូនខមមិនមកខ្ញុំមើលទៀតហ្នឹងហើយខ្ញុំឃើញចឹងមែនណាបើត្រៃហោះក៏ឃើញចឹងដែរធ្វើនយោបាយបានតាមតែម្ល៉េះមើលខ្ញុំឃើញចឹងខ្ញុំមិនថាអីទេណាការពិតនិយាយមកខ្ញុំអត់ខ្លាចទទួលយកទេព្រោះខ្ញុំឃើញចឹងមែន
เรื่องเนี่ยหน้าประกาศเช่นเนี่ยหน้านั้นก็สำคัญคือยังก็พยายามวิชนาแต่เลยเนี่ยนโยบายไปอย่างใหญ่ยังมาเขียนทาสังคมมวยได้ไปครั้งประเทศมวยได้ไปเรื่องหมอมะมันประกอบท่ามาปีเมดันนอมันที่เดี๋ยวมาปีปวดนั่นได้อย่างใหญ่นะบางปวดใช่แต่แกหาใส่มาเยอะแต่สองหายนั้นคนเราใช้ยังไงคนสายดังนอมยังtừวอลtừ lịchลงtừปีนี้อันตรายยังอันตรายเห็นใหญ่พอนั่นដូច្នេះយើងកុំតែបន្ទោសមេដឹកនាំហ្នឹងពីព្រោះមកពីយើងទាំងអស់គ្នាហ្នឹងអត់និយាយដែរយើងអត់តស៊ូយើងអត់ក្រោកឈរយើងអត់ប្រឆាំងដែរហ្នឹងយ៉ាងហ្នឹងណាបងបងប្អូនណាខមមិនមកមិនខ្ញុំមើលតែច្រឡំបន្ទាត់ណាទៅតាណាហើយមិញណាគណៈបកនេះគណៈបកប្រឆាំងធ្វើនយោបាយបែបនេះប្រហែលជាមិនអាចទៅកាន់អំណាចបានហើយអាហ្នឹងខ្ញុំកុំថាគណៈបកប្រឆាំងទេគណៈបកណាក៏ដោយបើថាប្រហែលថ្ងៃដែលនៅខាងក្នុងប្រទេសហ្នឹងណាបើសិនជាធ្វើនយោបាយនៅក្នុងរូបភាពបច្ចុប្បន្ននេះណាវាមិនមែនតែថាមិនមែនតែមានឱកាសតែដឹកនាំទេសូម្បីតែឱកាសគ្រប់គ្រងតែបកខ្លួនឯងហ្នឹងក៏គ្រប់គ្រងមិនជាប់យ៉ាងណាហ្នឹងហ្នឹងដូច្នេះរឿងរបស់យើងថ្ងៃនេះរឿងរបស់យើងថ្ងៃនេះគឺយើងត្រូវមើលជំវិញខ្លួនយើងពីព្រោះបើសិនជាអ្នកនយោបាយដោយបងនិយាយមិនមកអញ្ចឹងណាបើសិនជាអ្នកនយោបាយមើលតែរឿងថាគេធ្វើនយោបាយហើយរបៀបដែលធ្វើនយោបាយរបស់បងប្អូនយើងនៅកំពុងធ្វើសកម្មភាពរាល់ថ្ងៃខ្ញុំនិយាយនេះខ្ញុំមិនបន្ទោសទេក៏ប៉ុន្តែជាទស្សនៈនៃការមើលឃើញរបស់ខ្ញុំណាធ្វើអារបៀបជួបជុំគ្នាធ្វើឃោសនានៅតាមភូមិធ្វើអារបៀបដើរលើផ្លាកគណៈបកបុរាណណាបងប្អូនបុរាណណាអាហ្នឹងណាហើយឬក៏អ្នកដែលធ្វើនយោបាយទាំងអស់ហ្នឹងណាខ្ញុំនិយាយតាមត្រង់ទៅចេះតែប៉ុណ្្នឹងទេចេះរៃលុយជួបជុំគ្នាប្រជុំគ្នាពីគោលនយោបាយដើរលើផ្លាកចេះតែប៉ុណ្្នឹងគោលនយោបាយប៉ុណ្្នឹងហើយអារូបមន្តរបៀបហ្នឹងប្រទេសណាគេធ្វើចឹងខ្លះតែមើលជុំវិញពិភពលោកប្រទេសណាដែលគេធ្វើដោយរបៀបធ្វើនយោបាយដូចស្រុកខ្មែរហ្នឹងណាអត់មានទេអាវិធីហ្នឹងណាបុរាណណាសង់ផ្លាកគណៈបកប៉ុនចឹងពហិរួចហើយអស់ដៃទាំងតាប់អីហ្នឹងណាអាហ្នឹងធ្វើដើម្បីឲ្យគេហៅល្អមើលចឹងនិយាយចឹងឲ្យវាគុណភាពឲ្យវាប្រសិទ្ធភាពឲ្យវាមានអតិពលវាអត់មានទេហើយខ្ញុំឃើញខ្មែរយើងធ្វើអញ្ចឹងហើយអាហ្នឹងហើយដែលយើងថាបើយើងនិយាយអំពីគេល្អមើលណាគឺល្អមែនត្រង់ថាបានជួយធ្វើឲ្យអន្តរជាតិមើលឃើញថានៅក្នុងប្រទេសកម្ពុជាហ្នឹងមានការលើកផ្លាកហោហែមានផ្លាកគណៈបកចម្រុះអីចឹងទៅមានសកម្មភាពដើរធ្វើសកម្មភាពនយោបាយដែរទៅអញ្ចឹងកម្ពុជាអត់មានរបបផ្ដាច់ការអីណាផងអត់មានការជិះជាន់ផ្នែកនយោបាយអីផងណានៅមានសេរីភាពធ្វើសកម្មភាពបាននៅឡើយដែរអញ្ចឹងណាដូច្នេះហើយបានជាធ្វើឲ្យអន្តរជាតិពិបាកនៅក្នុងការលើកដៃមកជួយយើងអាហ្នឹងណាដូច្នេះខ្ញុំគិតថាបើធ្វើរបៀបហ្នឹងគឺបងប្អូនកំពុងតែជួយកំដរដល់របបហ៊ុនសែនហើយហ្នឹងជួយកំដរដើម្បីឲ្យហ៊ុនសែនហ្នឹងបន្តបេសកកម្មអំណាចរហូតដល់គាត់ស្លាប់ហើយកូនរបស់គាត់នឹងបន្តបេសកកម្មអំណាចតាមរបៀបដែលបងប្អូនកំពុងតែនាំគ្នាធ្វើរាល់ថ្ងៃប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនរឿងខ្លះដែលខ្ញុំនិយាយអំពីរឿងថាតើធ្វើយ៉ាងណាហើយរបៀបណាខ្លះដែលយើងអាចធ្វើបានជោគជ័យខ្ញុំអត់ចង់និយាយនៅក្នុងម៉ោងនេះទេពីព្រោះម៉ោងនេះខ្ញុំបាននិយាយអារឿងដដែលហ្នឹងវាច្រើនដងហើយខ្ញុំមិនយកវាមកលើកម្ដងទៀតទេក៏ប៉ុន្តែខ្ញុំគិតថាបើសិនជាបងប្អូនចង់ដឹងថាតើធ្វើរបៀបណាដើម្បីឲ្យយើងយកអំណាចពីដៃហ៊ុនសែនបានណានៅក្នុងបរិបទបច្ចុប្បន្ននេះណាខ្ញុំបាននិយាយខ្លះហើយក៏ប៉ុន្តែបើសិនជាបងប្អូនចង់ដឹងបងប្អូនមើលដែល live ចាស់របស់ខ្ញុំប្រហែលថ្ងៃមុនពី3ថ្ងៃមុននេះទេខ្ញុំនិយាយអំពីរបៀបខ្ញុំនិយាយអំពីលទ្ធភាពហើយខ្ញុំនិយាយអំពីវិធីនិងជំរឿនខ្លះដែលទាំងបងប្អូននៅក្រៅប្រទេសហើយនៅក្នុងប្រទេសជាពិសេសបងប្អូននៅក្រៅប្រទេសអាចធ្វើបានហើយបងប្អូននៅក្នុងប្រទេសធ្វើបានហើយសុវត្ថិភាពទៀតប៉ុន្តែគ្រាន់តែថាអ្វីដែលខ្ញុំនិយាយភាគច្រើនបងប្អូនមិនសូវជាបានដឹងដោយសារខ្ញុំវាមិនមែនជាគេហៅថាជាតារា Facebook ណាខ្ញុំមិនសូវនិយាយអំពីរឿងអាក្រក់របស់ហ៊ុនសែនទេអានឹងបងប្អូនដែរណាបងប្អូនណាដែលមិនធ្លាប់ស្ដាប់ខ្ញុំណាខ្ញុំអត់សូវនិយាយអំពីចំណុចអាក្រក់របស់ហ៊ុនសែនទេពីព្រោះខ្ញុំដឹងចំណុចអាក្រក់ហ៊ុនសែនអត់ស្មើនឹងបងប្អូនទេបងប្អូនដឹងចំណុចអាក្រក់របស់ហ៊ុនសែនច្រើនជាងខ្ញុំ100ដងខ្ញុំដឹងថាបងប្អូនស្គាល់កាយជ្រៅរះរបស់ហ៊ុនសែននឹងច្រើនប៉ុណ្ណាខ្ញុំដឹងអត់អស់ហើយក៏ប៉ុន្តែខ្ញុំបានតែត្រឹមតែសរុបសេចក្តីមកថាអំពើអាក្រក់របស់ហ៊ុនសែនខ្ញុំមិនអាចគណនាបានទេវាច្រើនរហូតដល់ខ្ញុំចង់ធ្វើការផ្លាស់ប្ដូរមេដឹកនាំមួយហ្នឹងខ្ញុំចាំបាច់ត្រូវតែលះបង់ពេលវេលាទាំងស្រុងដើម្បីរកលទ្ធភាពចូលរួមសកម្មភាពធ្វើការផ្លាស់ប្ដូររបស់ហ៊ុនសែនខ្ញុំដឹងតែប៉ុណ្្នឹងរឿងអំពើអាក្រក់ហ៊ុនសែនធ្វើស្អីប្រមាណខ្ញុំអត់ដែរយកមកពិពណ៌នេះទេប៉ុន្តែខ្ញុំនិយាយច្រើនអំពីថាក្នុងនាមយើងជាអ្នកប្រឆាំងដើម្បីផ្លាស់ប្ដូររបស់ហ៊ុនសែនណាគួរធ្វើឲ្យខ្លះធ្វើនៅពេលណាហើយហេតុអីបានជាកន្លែងណាយើងមិនធ្វើចឹងណាបងប្អូនអរគុណបងប្អូនអរគុណហ្នឹងហើយខ្ញុំមើលឃើញអញ្ចឹងដូច្នេះអ្វីគ្រប់យ៉ាងបើសិនជាបងប្អូនចង់ដឹងថាវិធីណាខ្លះគួរតែធ្វើបើអ្នកនយោបាយឬក៏អ្នកដែលមានលទ្ធភាពឬក៏អំណាចរដ្ឋបាលនៅក្នុងគណៈបកនយោបាយណាមួយចង់ដឹងថាតើអ្នកក្នុងប្រទេសគួរធ្វើយ៉ាងណាធ្វើរបៀបណា
ជជែកគ្នាក្នុងបណ្ដាយើងមកយើងមានក្រុមរបស់អ្នកបណ្ដាយើងមានក្រុមអ្នកដែលគេរៀបចំការងារទាំងអស់ហ្នឹងក៏ប៉ុន្តែគ្រាន់តែថាអ្វីដែលខ្ញុំមើលមិនឃើញគឺត្រង់ថានៅពេលដែលបានកំណត់ទៅហើយនៅពេលដែលបានគោលការណ៍ទៅហើយវាអត់ឃើញដាក់មកជាផែនការអនុវត្តអាហ្នឹងដែលខ្ញុំសង្ស័យថាតើគោលការណ៍ហើយនឹងផែនការទាំងអស់ហ្នឹងជជែកគ្នាហើយរៀបចំហើយវាទៅខាងណាវិញផ្ញើទៅឲ្យហ៊ុនសែនឬក៏ដាក់មកក្នុងផែនការអនុវត្តសម្រាប់សកម្មជនយើងឬក៏សម្រាប់អ្នកដែលតស៊ូប្រឆាំងជាមួយហ៊ុនសែនឬក៏យ៉ាងណាកន្លែងខ្លះណាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយតែប៉ុណ្ណេះសំខាន់ជាងគេខ្ញុំចង់ឲ្យបងប្អូនយល់ថាប្រទេសជាតិរបស់យើងណាមិនមែនចាំបាច់តតែមានសង្គ្រាមផ្ទុះមិនមែនចាំបាច់តតែមានក្របផ្លោងឬក៏រត់ក្រោះបាល់ចូលមកក្នុងទឹកដីយើងទេក៏ប៉ុន្តែវាអាចទៅដោយស្ងាត់បំផុតតាមលក្ខខណ្ឌនៃការសន្សំកាន់កាប់ដែនដីតាមលក្ខខណ្ឌនៃការកែឬក៏យើងហៅថាធ្វើវិសោធនកម្មច្បាប់មួយចំនួនទៀតដើម្បីឲ្យអ្នកដទៃទៀតឬក៏បរទេសហ្នឹងមកកាន់កាប់ទឹកដីរបស់យើងដោយស្របច្បាប់ហើយការសន្សំលេតបារបៀបនេះធ្វើឲ្យយើងហ្នឹងស្លាប់ទៅដោយមិនដឹងខ្លួនចំណុចនេះដែលខ្ញុំចង់យកវាមកធ្វើអត្ថាធិប្បាយហើយខ្ញុំចង់សង្កត់ទៅឲ្យប្រិមិត្តរបស់ខ្ញុំនឹងបានយកវាទៅពិចារណាថានៅគ្រប់ក្រសួងនៅគ្រប់មន្ទីរនៅគ្រប់ស្ថាប័នសំខាន់បច្ចុប្បន្ននេះណាអំណាចរបស់ជំនាញការកំពុងតែមានឥទ្ធិពលកំពុងតែគេហៅថាស្អីកំពុងតែដាក់គេហៅថាដាក់ការកំណត់ហើយនឹងគេហៅស្អីគេហៅថាចិត្តខ្ចង់បំផុតដែលធ្វើឲ្យប្រទេសរបស់យើងនឹងធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃគេនឹងដោយអត់ដឹងខ្លួនអញ្ចឹងដោយករណីមួយដែលបងប្អូនថាហើយដែលมันផ្កាយច្រើនម៉េចនៅក្នុងស្រុកខ្មែរបងប្អូនតែមើលទៅទាំងផ្កាយទាំងលោកខែហ្នឹងណាច្រើនភាគរយណាគឺជាទីពឹក្សាឬក៏ជំនាញការយោធារបស់គេឬក៏ហើយបងប្អូនមើលទៅខាងការពីជាតិយួនបើយើងនិយាយពីអ្នកធំយួនច្រើនភាគរយហើយនឹងស្ថាប័នដទៃទៀតប្រវត្តិហ្នឹងទាំងPMទាំងប៉ូលីសអីហ្នឹងក៏គេច្រើនដែរប៉ុន្តែកន្លែងខ្លះពួកហ្នឹងមិនសូវប្រើទីប្រឹក្សាទេពីព្រោះទីប្រឹក្សាវានៅក្នុងអំណាចរបស់រដ្ឋបាលអញ្ចឹងពួកសមត្ថកិច្ចពួក PM អីហ្នឹងវានៅក្រោមអំណាចរបស់រដ្ឋបាលខេត្តរដ្ឋបាលឃុំសង្កាត់រដ្ឋបាលក្រុងអីអស់ហើយអញ្ចឹងរឿងទាំងអស់ហ្នឹងបងប្អូនមើលអត់សូវឃើញទេក៏ប៉ុន្តែមាននៅក្នុងជួនហើយជាពិសេសរឿងមួយទៀតដូចជាករណីបងប្អូនប្រហែលជាដឹងហើយបងប្អូនដឹងក្រុមអង្គរៈណាក្រុមអង្គរៈបងប្អូនដឹងថាហ៊ីងមិនហៀងមានជាការអង្គរៈមិនអញ្ចឹងប៉ុន្តែហ៊ីងមិនហៀងគ្រាន់តែជាគេហៅស្អីទីងងណាគ្រាន់តែទីងងមកក្បាលទេណាគ្រាន់តែជារូបនិមិត្តរូបទេហ្នឹងហើយក៏ប៉ុន្តែអ្នកដែលបញ្ជាកម្លាំងអង្គរៈពិតប្រាកដបងប្អូនខាងក្នុងស្រុកស្គាល់ខ្ញុំមានឈ្មោះខ្ញុំមានរូបខ្ញុំមានអីទាំងអស់ហ្នឹងខ្ញុំមានឈ្មោះមានរូបទាំងអស់តែខ្ញុំអត់បង្ហាញគឺយួនសុតមិនយួនតំណាក់គឺយួនសុតហ្នឹងដែលគេហៅស្អីតែមេបញ្ជាការរងរបស់ BIQ ហ្នឹងហ្នឹងហើយមេបញ្ជាការរង BIQ ហ្នឹងត្រូវជាឪពុកមីបង្កើតរបស់លោកមួយលោកបកផ្លិតហ្នឹងណាឪពុកមីរបស់លោកបកផ្លិតហ្នឹងដូច្នេះបងប្អូនមើលតែប៉ុណ្្នឹងទៅយល់ហើយស្រុកខ្មែរទៅហើយបងប្អូនបើសិនជាបងប្អូនអត់ក្រោកឬក៏អត់ភ្ញាក់ខ្លួនជាពិសេសអ្នកនយោបាយនៅតែធ្វើនយោបាយរបៀបនេះទេស្រុកយើងទៅហើយណាបងប្អូនខ្ញុំគ្រាន់តែបង្ហាត់តែប៉ុណ្្នឹងឯងខ្ញុំគ្រាន់តែបង្ហាត់ប៉ុណ្្នឹងដើម្បីឲ្យប្រិមិត្តរបស់យើងទាំងអស់គ្នាយកវាទៅបំបីយកវាទៅសិក្សាយកវាទៅស្រាវជ្រាវទៅខ្វះខាតឯកសារអីទៅនឹងរឿងទាំងអស់នេះណាបងប្អូនខ្ញុំមានច្រើនដែរប៉ុន្តែគាត់ថាវាមិនបានចងក្រងវាទៅជាបែបជាផែននេះទេតែប៉ុន្តែតើទៅជាមួយនឹងវិស័យកម្មច្បាប់ភូមិបាលឬក៏ច្បាប់សញ្ជាតិច្បាប់អីហ្នឹងខ្ញុំបានគ្រាន់ទៅខ្ញុំមើលអាណាគេឲ្យឡៃរបៀបណាហើយតើទៅជាមួយនឹងការគ្រប់គ្រងអចលនៈទ្រព្យផ្សេងៗទាំងអស់គេគ្រប់គ្រងរបៀបណាហើយនឹងអតិពលរបស់ពួកជំនាញការគេធ្វើរបៀបណាខ្ញុំមានអាហ្នឹងខ្លះអញ្ចឹងណាបងប្អូនហើយហ្នឹងអានេះព័ត៌មានដែលខ្ញុំចង់ចែកចាយថ្ងៃនេះគឺប៉ុណ្ណេះបងប្អូនមានអីថែមទៀតទេថាម៉េចខ្ញុំចាំឲ្យសុំអភ័យទៅអីចង់និយាយអីនិយាយត្រង់ៗមកថាម៉េចដែរណាជំរាបសួរបងសុំអភ័យទៅសុំសួរបងមួយតើបងរកឃើញការពិតនៅពីក្រោយក្រោយលោកប្រធានណាលោកប្រធានយើងលោកប្រធានគេលោកប្រធានណាថាគាត់ពិតជាជាតិនិយមឬក៏គាត់សួរលោកប្រធានណាលោកប្រធាននេះមកសួរអញ្ចឹងមើលទាំងអស់គ្នាទៅបើសិនជាគាត់មិនឥឡូវចេះទៅព្រោះយើងជាសកម្មជនយើងជាអ្នកដែលដើរតាមគោលនយោបាយដូចគ្នាបងប្អូនមើលរៀងខ្លួនតើខ្ញុំនិយាយច្បាស់ហើយបងប្អូនមើលតើខ្ញុំនិយាយច្បាស់ហើយខ្ញុំអត់មានធ្វើលេងទេមកដល់ពេលនេះណាមូលហេតុដែលខ្ញុំនិយាយថាខ្ញុំអត់មានធ្វើលេងគឺខ្ញុំចាស់ហើយខ្ញុំអត់មានពេលណា4 10 20 30ឆ្នាំទៀតមករត់តាមព្រឹត្តិការណ៍ដោយរាល់ថ្ងៃហ្នឹងទេដូច្នេះវាមានតែពីរឯងទី1គឺយើងទាំងអស់គ្នាលើកដៃបកលទឹកដីខ្មែរនេះឲ្យតែយន្តគ្រប់គ្រងតាមប្រយោជន៍គេទៅអាហ្នឹងចប់ឬក៏ទី2យើងត្រូវតែដើរទៅមុខទៀតពីព្រោះការដែលដើរទៅមុខទៀតខ្ញុំមានផែនការហើយហ្នឹងហើយប៉ុន្តែបើសួរបងប្អូនសួរខ្ញុំហ្នឹងខ្ញុំអាចឆ្លើយបានខ្ញុំប៉ុណ្ណឹងបងប្អូនយល់ហើយណាខ្ញុំយល់ហើយប៉ុណ្ណឹងណាបងប្អូនហ្នឹងហើយ
ឡាយពេលព្រឹកបងឧទាហរណ៍ដោយសារស្អែកនេះស្អែកខាងខ្ញុំដោយសារល្ងាចនេះខាងបងហ្នឹងខ្ញុំមានការងារព្រោះខ្ញុំការងារជាមួយនឹងខាងនៅទៅជួយខាងទៅជួយនិយាយត្រង់ៗខ្ញុំទៅជួយខាងតុលាការផងអញ្ចឹងណាហ្នឹងហើយដូច្នេះខ្ញុំទៅនៅ level ជាប់នឹងតុលាការហ្នឹងទៅហើយអញ្ចឹងខ្ញុំល្ងាចខាងខ្ញុំនេះវាស្មើនឹងព្រឹកបងប្អូនអញ្ចឹងតែខ្ញុំក៏ឆ្លៀតពេលហ្នឹងមកជជែកលេងជាមួយបងប្អូនព្រោះមិនសួរខ្ញុំថាបាត់បង់តាណាអត់បាត់តាណាទេខ្ញុំនៅក៏ប៉ុន្តែគ្រាន់តែថាវាមានតរៈខ្លះអញ្ចឹងទៅក៏រកពេលជួនកាលព្រឹកជួនកាលល្ងាចអញ្ចឹងពេលណាប្រិមិត្តណាជួបកន្លែងណាមើលឃើញពេលណាក៏ពេលហ្នឹងទៅខ្ញុំអត់ដាក់ម៉ោងប្រកាសផ្សាយថាមានកម្មវិធីទៀងទាត់ទេអញ្ចឹងណាបងប្អូនព្រោះទៅយ៉ាងណាក៏ដោយបងប្អូនគង់តែ scroll ឃើញខ្ញុំ live ឬក៏ខ្ញុំ live រួចហើយមើលតាម clip ចាស់ៗទៅអញ្ចឹងណាហ្នឹងហើយសម្រាប់ថ្ងៃនេះខ្ញុំហ្នឹងហើយអរគុណលោកទេអរគុណច្រើនអរគុណអង្គសុខនឿនហើយបងប្អូនម្នាក់ហ្នឹងអសរចិនហ្នឹងដឹងឈ្មោះអីទេហ្នឹងអរគុណទាំងអស់គ្នាហើយខ្ញុំហ្នឹងហើយខ្ញុំនិយាយប៉ុណ្ណឹងចុះប្រធានបទថ្ងៃនេះវាអត់មានអីធំទេបើមានអីវែងទេក៏ប៉ុន្តែខ្លីមែនក៏ប៉ុន្តែវារឿងហ្នឹងគឺឲ្យយើងទាំងអស់គ្នាយើងទៅគិតគូរម្ដងទៀតតាក់ទងជាមួយនឹងផែនការគេហៅស្អីអាណានិគមសម្ងាត់របស់គេដែលគេកំពុងតែបញ្ជ្រាបចូលនៅក្នុងសង្គមយើងហើយគេបង្កើតរឿងឃើញសង្គ្រាមបង្កើតទិញរថក្រោះទិញកាភ្លើងវិលចុះវិលឡើងនៅហ្នឹងប៉ុន្តែអាដំណើរនៃការបញ្ជ្រាបចូលនិគមជនហើយនឹងអាដំណើរនៃការគ្រប់គ្រងអំណាចនិងពង្រឹងរចនាសម្ព័ន្ធរបស់គេហ្នឹងគឺគេបានឱកាសលើកមុនយើងថាកាលពី2023វាទៅមួយឆ្ងាយទេយ៉ាងច្រើននៅ2018ទៅចប់2023ហ្នឹងយើងអាចនឹងរកលទ្ធភាពបានហើយឥឡូវ2023មកដល់2026ហើយធ្វើទាំងអស់នេះរហូតដល់ត្រៀមទៅដល់ឆ្នាំ2027ហ្នឹងបោះឆ្នោតឃុំសង្កាត់ម្ដងទៀតអញ្ចឹងណាហើយបោះឆ្នោតឃុំសង្កាត់ម្ដងទៀតហ្នឹងគឺជាពេលវេលាមួយទៀតដែលគេត្រៀមសម្រាប់បោះឆ្នោត2028ទៀតយើងរវល់តែរត់តាមពីរឿងសង្គ្រាមរឿងបាត់ទឹកដីរឿងប្រើសន្ធិសញ្ញាមិនប្រើរឿងប្រាំង ICJ មិនប្រើរឿងប្រាសាទមិនប្រាសាទយើងចោះឡើង2028បោះឆ្នោតម្ដងទៀតដូចហើយយើងចាំរត់តាមព្រឹត្តិការណ៍ក្រោយអា28ហ្នឹងហើយស្ងប់ស្ងាត់ទៅយើងធ្វើសកម្មភាពលោឡានតិចទៅដល់2028 2032 33ហ្នឹងមានផ្ទុះរឿងមួយទៀតយើងក៏នាំគ្នាទៅជជែកវែងហ្នឹងទៅហើយអ្នកចំនួននេះងាប់អស់លេងអ្នកចំនួននេះចំនួនពួកខ្ញុំចំនួនអីនេះណាទាំងមេទាំងកោយទាំងកូនទាំងចៅហ្នឹងដែលអាយុច្រើនហើយដែរហ្នឹងក៏ទៅបដាអញ្ចឹងបានខ្ញុំមិនណយអត់ធំនៅពេលដែលខ្ញុំបានជួបរៀនច្បងខ្លះក៏និយាយជាមួយខ្ញុំថាម៉េចថាការតស៊ូរបស់យើងមកជាង30ឆ្នាំនៅក្នុងព្រៃរហូតមកដល់ឥឡូវនេះណារៀនច្បងខ្លះហ្នឹងស្លាប់ទៅវិញដោយមិនបានឃើញពន្លឺនៃប្រជាធិបតេយ្យនៅក្នុងប្រទេសផងដូច្នេះយើងអាណយធំយើងសោកស្ដាយហើយទីបំផុតចំនួនយើងនេះចំនួនខ្ញុំដែលកំពុងតស៊ូនេះខ្ញុំមើលឃើញថាទំនោរនៃការធ្វើនយោបាយហ្នឹងគឺកំដរឆាកបណ្ដាលអារម្មណ៍យើងហៅថាស្អីបណ្ដាលក្បូនលេងនៅកណ្ដាលកងគានឹងរបៀបរាល់ថ្ងៃហ្នឹងមិនដឹងជាទិសតំបន់តែខាងណារកផែនការណាជាក់លាក់មួយឲ្យមានមួយស្លឹកនៅក្នុងដៃថាត្រូវធ្វើអីអត់ទាន់មានអញ្ចឹងមិនខ្ញុំចាំបាច់ត្រូវតែចេញមកនិយាយដើម្បីរំលឹកដល់បងប្អូនយុវជនថាមិនអាចធ្វើរបៀបដោយរាល់ថ្ងៃនេះបានទេមិនអាចធ្វើដោយរាល់ថ្ងៃនេះបានតទៅទៀតទេបើមិនជាយើងធ្វើរបៀបនេះសុខចិត្តបកលប្រទេសនឹងឲ្យតែគេឲ្យហើយតែខាងនឹងរស់សុវត្ថិភាពជាងប៉ុន្តែបើថាធ្វើនយោបាយបន្លំបន្តិចទៀតណានឹងរបេះម្ដងមួយរបងណាបងប្អូនហ្នឹងឥឡូវណាអរគុណបងប្អូនអរគុណបងពុតស្គឹមអរគុណច្រើនដែលបានចូលជួយស្ដាប់ហើយនឹងបានជួយចែករំលែកព័ត៌មានទាំងអស់នេះទៅដល់បងប្អូនយុវជនឲ្យបងប្អូនគិតផងថាយើងមិនអាចផ្ញើវាសនាទៅលើតែនយោបាយទេវាតតែយើងទាំងអស់គ្នារួបរวมគ្នាហើយរួបរวมគ្នាខ្ញុំចាំថ្ងៃណាមួយខ្ញុំនឹងនិយាយអំពីរឿងរួបរวมគ្នាពីព្រោះខ្ញុំឃើញចលនាខ្ញុំឃើញសកម្មភាពច្រើនណាស់បែរជាអូហូចស្ទឹងប៉ុន្តែម្នាក់គឺមានពាក្យរួបរวมរៀងៗខ្លួនដែលខ្ញុំអត់ចាំឃើញតទៀតទេខ្ញុំលឺអ្នកណាបបួលគ្នាបង្កើតចលនាលឺអ្នកណាបបួលគ្នាបង្កើតក្រុមខ្ញុំចង់ថាខ្ញុំសុំអភ័យទោសគួរតែកប់តទៀតបើមិននិយាយអំពីខ្ញុំដែលខ្ញុំមានទស្សនៈដូចថាចំហហើយខ្ញុំច្រើនតែនិយាយចំរបៀបនេះអ្នកខ្លះក៏គិតដែរថាស្ដាប់និយាយចំដូចជាមិនមែននៅក្នុងរចនាសម្ព័ន្ធឬក៏នៅក្នុងគណៈបកដូច្នេះវាប៉ះពាល់ឲ្យខ្ញុំថាខ្ញុំអត់ខ្វល់ពីរឿងប៉ះពាល់ដែរប៉ុន្តែអ្នកខ្លះថាมันបង្កើតក្រុមតែខ្ញុំថាបើសិនខ្ញុំបង្កើតក្រុមដដែលខ្ញុំខំបន្តស៊ូទៅអីបើបង្កើតក្រុមដដែលខ្ញុំទៅចោះចូលជាមួយគេនឹងស្រួលជាងយ៉ាងណាក៏ប៉ុន្តែមិនអីទេកម្លាំងរបស់ពួកយើងអ្នកក៏ជាច្រើនឥឡូវនេះរាល់ថ្ងៃនេះនៅតែគ្រាន់តែថាជាមើលដល់ពេលយុទ្ធសាស្ត្ររបស់យើងឬក៏ក្រុមរបស់យើងជជែកគ្នាថាត្រូវធ្វើយ៉ាងណាហើយចាំយើងជជែកគ្នាទៀតពួកខ្ញុំកំពុងតែជជែកគ្នាជាមួយនឹងរៀមច្បងជាមួយនឹងមិត្តរួមនេសការជាមួយនឹងអ្នកដែលធ្លាប់ឆ្លងកាត់សមរភូមិដូចគ្នានឹងតើយើងត្រូវធ្វើរបៀបណាយើងនៅអែលតែស្កល់ជាមួយគេមិនដែលដងរបៀបនេះទៀតឬក៏យើងតទៅមកទៀតរបៀបណាពីព្រោះឃើញបងប្អូននៅក្នុងបណ្ដាញសង្គមភាគច្រើនគឺចុចសួរសំណួរមុតសំណួរក្តៅហើយខ្លាំងខ្លះខ្ញុំក៏ចង់ឆ្លើយដែរអញ្ចឹងណាសំណួរទាំងអស់ហ្នឹងគឺសុទ្ធតែសំណួរនៅក្នុងលក្ខខណ្ឌដែលយើងនិយាយនៅក្នុងបន្ទប់ឯងអត់យកមកនិយាយនៅលើបណ្ដាញ Facebook បានទេតែអរគុណចឹងអរគុណបងប្អូនច្រើនថ្ងៃនេះសូមបាច់គ្នាប៉ុណ្ណឹងសិនចាស់បាទហើយសូមជម្រាបលាជូនបងប្អូនអរគុណសុខសប្បាយបាទ